ខ្ញុំឈ្មោះ Sheng Wen Jeng Hong ធំដឹងក្តីនៅឆៃងីមានចរិតកាចឆាស់និងមើងម៉ាត់មនុស្សនៅឆៃងលេងដឹងគ្រប់គ្នាថាខ្ញុំមិនងាយឲ្យគេធ្វើបាបទេតែម្សិលមិញខ្ញុំដឹងថាខ្លួនមិនមែនជាកូនបង្កើតរបស់ប្តីប្រពន្ធ Sheng Wen តែជាកូនស្រីបង្កើតរបស់ភូមិគ្រឹះ Yen Bihao ដែលបាត់បង់កាលពី18ឆ្នាំមុនហើយយកឲ្យភូមិគ្រឹះស្តុកស្ដំមានចិត្តគំនិតពិបាកស្មានណាស់ឯងមានចរិតត្រង់និងឆេវឆាវខ្លាចតែរស់នៅមិនចុះសម្រងទេបើភូមិគ្រឹះនោះប្រព្រឹត្តមិនល្អលើឯងត្រូវត្រឡប់មកផ្ទះវិញភ្លាមពុកម៉ែចាំការពីឯងមួយជីវិតម៉ែជឿជាក់ចុះលើលោកនេះគ្មាននរណាអាចធ្វើបាប Sheng Wen Jeng Hong បានទេនៅរាជធានីគ្មានអាវុធត្រូវដៃទេដាវធំនៅផ្ទះនេះខ្ញុំប្រើធ្លាប់ដៃហើយខ្ញុំយករៀបចំទៅជាមួយតែម្ដងពុកម៉ែកូនលាសិនហើយសង្ឃឹមថាភូមិគ្រឹះមិនមើងងាយដើមកំណើតនៅជនបទរបស់នាងហើយមើលស្រាលហនយើរបស់ខ្ញុំពួកមន្ត្រីធំនៅរាជធានីសុទ្ធតែខ្លួនទន់ខ្សោយខ្លាចតែត្រង់កម្លាំងហនយើមិនបានកន្លះភាពផងដឹងច្បាស់ថាថ្ងៃនេះខ្ញុំមកដល់ភូមិគ្រឹះតែបែរជាបិទទ្វារចិត្តក្នុងសៀវភៅរឿងកូនស្រីបង្កើតដែលត្រឡប់មកវិញតែងតែត្រូវគេបង្រៀនច្បាប់ទម្លាប់មុនគេភូមិគ្រឹះធ្វើបែបនេះច្បាស់ជាចង់គំរាមខ្ញុំតាំងពីដំបូងហើយភូមិគ្រឹះ Yen Bihao ជាត្រកូលមានអំណាចនៅរាជធានីបើឲ្យមនុស្សក្រៅដឹងថាកូនស្រីបង្កើតជាមនុស្សស្រុកស្រែមានចរិតអាក្រក់រោតរាតបែបនេះតើគិតជាភូមិគ្រឹះទុកណែណាលុតជង្គង់ចុះស្ដាប់បញ្ជាប្រញាប់រៀនច្បាប់ទម្លាប់ភូមិគ្រឹះភ្លាមបងស្រីប្រញាប់ស្ដាប់បង្គាប់ទៅពុកម៉ែធ្វើនេះគឺដើម្បីល្អសម្រាប់បងទេខ្ញុំ Sheng Wen Jeng Hong ពេលមកដល់ហើយគឺត្រូវតែដើរចូលតាមទ្វារធំដោយស្មើមុខស្មើមាត់ខ្ញុំ Sheng Wen Jeng Hong ត្រឡប់មកភូមិគ្រឹះចូលត្រកូលវិញហើយតើមានរឿងអ្វីកើតឡើងស្វាគមន៍កញ្ញាធំត្រឡប់មកភូមិគ្រឹះវិញអញគឺជាយើងហងមែនទេគឺខ្ញុំនឹងហើយពួកឯងធ្វើបែបនេះមានបំណងអីកូនជាកូនស្រីនៃភូមិគ្រឹះពួកសេវកជនក្រាបសំពះកូនគឺជារឿងត្រឹមត្រូវហើយប្រហែលស្មានថាមកដល់នឹងត្រូវគេធ្វើបាបលំបាកហើយមែនទេសូម្បីតែជាមួយពួកបម្រើក៏ធ្វើបែបនេះដែរចុះតម្រាំជាមួយខ្ញុំជាមនុស្សស្រែតាមមានចិត្តស្មោះត្រង់បានយ៉ាងម៉េចគ្រាន់តែសម្ដែងល្ខោនប៉ុណ្ណោះក្រោកឈរឡើងទាំងអស់គ្នាឥតត្រជាក់ណាស់ប្រយ័ត្នត្រជាក់ជង្គង់ចាស់ស្ដាប់តាមបញ្ជាកញ្ញាធំនាងនេះហើយជាកូនចិញ្ចឹមដែលដណ្ដើមឋានៈខ្ញុំអស់18ឆ្នាំក្នុងសៀវភៅរឿងមានពោលថាកូនចិញ្ចឹមគ្រួសារស្តុកស្ដំមើលទៅរៀបរយតែលាក់ពុតច្បាស់ណាស់ខ្ញុំត្រូវតែប្រុងប្រយ័ត្នឲ្យបានច្រើនវ៉ាន់ឈីជំរាបសួរបងស្រីមិនត្រឹមត្រូវទេពេលនេះនាងមិនគួរធ្វើពុតជាទុនខ្សោយហើយលួចបង្ករឿងទេអីហេតុអ្វីបានជាចេះដឹងខុសត្រូវបែបនេះកូនសម្លាញ់របស់ម៉ែត្រឡប់មកវិញគឺល្អហើយធ្វើដំណើរឆ្ងាយហត់នឿយណាស់ហើយមកម៉ែនាំកូនឡើងទៅសម្រាកចាំបន្តិចគ្រប់គ្នារងចាំបន្តិចរបស់ដែលខ្ញុំយកមកនៅក្រៅទ្វារនៅឡើយចាំខ្ញុំទៅយកឲ្យចុងក្រោយគង់តែមកដល់ដដែលតាមសាច់រឿងនៅក្នុងសៀវភៅឪពុកម្ដាយច្បាស់ជាលំអៀងឲ្យនាងនៅបន្ទប់ល្អបំផុតហើយឲ្យខ្ញុំទៅនៅរោងអស់បន្ទប់នេះរៀបចំសម្រាប់ខ្ញុំឬឈប់សិនយកច្រឡំហើយនេះជាបន្ទប់របស់វ៉ាន់ឈូតាបន្ទប់របស់កូនគឺជាបន្ទប់កូនស្រីច្បងស្អីគេបន្ទប់ស្អាតមួយនោះជារបស់ខ្ញុំមនុស្សក្នុងភូមិគ្រឹះនេះចម្លែកមែនមានន័យថានាងនៅបន្ទប់តូចចង្អៀតឯខ្ញុំនៅបន្ទប់ដ៏ប្រណិតនេះត្រូវហើយហនយកឆាប់ទៅសម្រាកទៅធ្វើដំណើរឆ្ងាយប្រយ័ត្នហត់នឿយខូចសុខភាពពួកយើងនិយាយអ្វីខុសទេប្រហែលជាគ្មានទេដឹងវ៉ាន់ឈូដើមឡើយគ្រាន់តែជាកូនចិញ្ចឹមថែមទាំងមិនមែនត្រកូលយ៉ាងទៀតចាន់ហងប្រហែលជាមិនគំនុំនឹងនាងទេចេញហងសម្រាប់ឲ្យបានល្អណាស់ពួកយើងសុំលាទៅសិនហើយពួកយើងរងចាំនៅខាងក្រោមបើមានការអីអាចហៅបានគ្រប់ពេលចាំបន្តិចគ្រួសារមួយនេះចម្លែកពេកហើយមិនត្រឹមតែមិនមើងងាយមិនធ្វើបាបខ្ញុំទេផ្ទុយទៅវិញបែរជាយកគ្រប់យ៉ាងមើលទៅដូចជាខ្លាចខ្ញុំអញ្ចឹងខ្ញុំក៏មិនបានធ្វើបាបពួកគេដែរតើពួកគេកំពុងរៀបចំល្បិចអាក្រក់អីបងស្រីត្រីក្រាញ់នៅសួនច្បារខាងក្រៅចិញ្ចឹមបានល្អណាស់ឲ្យខ្ញុំកំដរបងស្រីទៅដើរកម្សាន្តបានទេគ្មានហេតុផលអីសោះបែរជាអញ្ជើញខ្ញុំទៅសួនច្បារតាមល្បិចក្នុងសៀវភៅនាងច្បាស់ជាបានរៀបចំអន្ទាក់រួចហើយឬក៏ធ្វើជាគ្រីខ្ញុំនៅក្បែរស្រះទឹករួចច្រានខ្ញុំធ្លាក់ទឹកហើយធ្វើជាខ្លួនឯងបរិសុទ្ធ
ល្អតាសើនាំផ្លូវទៅបងស្រីមើលត្រីពណ៌ក្រហមស្មួយក្បាលនេះមើលជាពូជដែលលោកម្ចាស់ទិញពីយ៉េងណែនមកពិតជាចង់ធ្វើបាបខ្ញុំមែនពិតជាដូចអ្វីដែលខ្ញុំស្មានទុកមែនបន្ទាប់មកនាងច្បាស់ជាស្រែកឲ្យគេជួយហើយពុកម៉ែនឹងប្រញាប់ប្រញាល់មកស្ដីបន្ទោសវ៉ាន់ស៊ីវមិនក៏ឲ្យប្អូនច្រានធ្លាក់ស្រះចឹងចិត្តអាក្រក់ណាស់នរណានៅទីនោះឆាប់ជួយទាញកូនស្រីឡើងមកប្រយ័ត្នតាមធម្មតាត្រូវតែអាណិតវ៉ាន់ស៊ីវហើយមកស្ដីបន្ទោសខ្ញុំតើហេតុអ្វីក៏មិនប្រយ័ត្នយ៉ាងនេះបងស្រីមកសួនច្បារលើកដំបូងឯងនាំផ្លូវមិនអីទេបែរជាខ្លួនឯងធ្លាក់ចូលស្រះទឹកទៅវិញប្រសិនបើធ្វើឲ្យបងស្រីភិតភ័យឯងទទួលខុសត្រូវយ៉ាងម៉េចមកពីខ្ញុំមិនប្រយ័ត្នខ្លួនឯងទេប្រតិកម្មរបស់គ្រួសារមួយនេះពិតជាស្មានមិនដល់មែនជាងហងតើខកឲ្យកូនប្រឡាក់ទឹកដែរទេតើមានភ័យខ្លាចទេបងស្រីអភ័យទោសផងមកពីខ្ញុំរអិលជើងធ្លាក់ទឹកដោយខ្លួនឯងមិនពាក់ព័ន្ធនឹងបងស្រីទេខ្ញុំទៅផ្លាស់ខោអាវវិញឥឡូវនេះសង្ឃឹមថាបងស្រីកុំខឹងអីត្រូវហើយហនយើកុំខឹងអីកុំប្រកាន់ទោសអីនឹងវ៉ាន់ស៊ូអីហនយើមើលទេសភាពឲ្យសប្បាយចុះបើមានការអីអាចហៅបានគ្រប់ពេលថយចេញទាំងអស់គ្នាទៅកុំរំខានបងស្រីមិនស្រួលទេមានរឿងមិនស្រួលគ្រប់កន្លែងអំបញ្ញមិញខ្ញុំច្បាស់ជាឃើញនាងលើកដៃរៀបនឹងចានខ្ញុំគេចចេញពីគាត់គ្រូសាលឺឈុយមិនបានបន្ទោសខ្ញុំបន្តិចសោះផ្ទុយទៅវិញបែរជាស្ដីបន្ទោសគាត់ដែលធ្វើឲ្យខ្ញុំចាប់តាំងពីខ្ញុំចូលភូមិគ្រឹះអ្នកគ្នាប្រព្រឹត្តចំពោះខ្ញុំខុសពីធម្មតាស្រឡះរឿងនេះច្បាស់ជាមានអាថ៌កំបាំងខ្ញុំត្រូវតែស៊ើបមើលឲ្យច្បាស់បងស្រីប្រញាប់តាមខ្ញុំមកមិនទាន់ពេលទេទំនេរណាស់តើមិនទាន់ចាំខ្ញុំត្រឡប់មកវិញហ៊ានហូបបាយសាច់តែចិត្តផងបងស្រីប្រញាប់ក្រោកឡើងនេះជាច្បាប់ទម្លាប់របស់មេការលាវក្នុងភូមិគ្រឹះត្រូវក្រោកឈរទទួលគាត់ដោយគោរពហេតុអ្វីខ្ញុំត្រូវក្រោកទទួលអ្នកបម្រើម្នាក់នាងគឺជាអ្នកនាងធំដែលទើបត្រឡប់មកវិញមែនទេខ្ញុំលីឆាន់ថៅជាអ្នកគ្រប់គ្រងភូមិគ្រឹះហៅតាំងពីឪពុកខ្ញុំជួយជីវិតលោកម្ចាស់ចាស់មកខ្ញុំក៏មកនៅក្នុងភូមិគ្រឹះនេះទៅរួចយ៉ាងម៉េចគឺជានារីក្បាលរឹងមានកំហឹងតើចាំខ្ញុំបង្រៀនច្បាប់ទម្លាប់ឲ្យស្គាល់ឥឡូវជាម៉ោងប៉ុន្មានហើយដល់ម៉ោងបាយហើយហេតុអ្វីមិនទាន់ហូបមេការលាវពួកយើងរងចាំនៅទីនេះរហូតមិនហ៊ានហូបមុនដាច់ខាតលោកម្ចាស់លោកស្រីអ្នកនាងម្ហូបអាហារមានពេលកំណត់មានតែម្ចាស់ផ្ទះត្រូវរងចាំអ្នកបម្រើដែរឬធ្វើបែបនេះគ្មានគិតយុជាអភិជនតតែសោះល្មមហើយក្នុងពេលរៀបចំរួចហើយក៏ប្រញាប់ហូបតាមច្បាប់ទម្លាប់ទៅភូមិគ្រឹះហៅនេះចម្លែកណាស់គ្រូសាលោកម្ចាស់ដកពងខ្ពស់ស្លៀកពាក់សាមញ្ញប្រព្រឹត្តខ្លួនញើទៅញឹមបែរជាភ័យខ្លាចអ្នកបម្រើម្នាក់ទៅវិញរឿងនេះច្បាស់ជាមានអាថ៌កំបាំងអ្នកនាងធំទើបតែមកដល់ប្រហែលមិនដឹងរឿងក្នុងទេលោកម្ចាស់និងលោកស្រីមានគំនិតជ្រៅជ្រះណាស់ពួកយើងសុទ្ធតែជាភ្ញៀវខាងក្រៅថ្ងៃក្រោយធ្វើអ្វីត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនភូមិគ្រឹះហៅជាត្រពោអភិជនដ៏មានអំណាចវ៉ាន់ស៊ូរស់នៅទីនេះ18ឆ្នាំគួរតែស្ងប់ស្ងាត់និងថ្លៃថ្នូរហេតុអ្វីបានជាមនុស្សមួយផ្ទះខ្លាចអ្នកបម្រើដូចខ្លាចខ្លាសិនអីបែបនេះខុសប្លែកខ្លាំងណាស់ក្មេងទើបតែមកវិញមិនទាន់យកច្បាប់ទម្លាប់ភូមិគ្រឹះហៅយើងទេកុំប្រកាន់ទោសអីត្រូវហើយក្មេងទើបមកពីស្រុកស្រែការខ្វះច្បាប់ទម្លាប់គឺជារឿងជិះមិនផុតទេចាស់ផ្ទះត្រូវសុំទោសអ្នកបម្រើនេះជាច្បាប់ឈួតឡប់ស្អីហ្នឹងយកដល់មុខលោកម្ចាស់ខ្ញុំមិនប្រកាន់ទោសអ្នកនាងធំទេប៉ុន្តែទ្វាររបស់អ្នកនាងនៅកាយក្នុងផ្ទះបែបនេះមិនបានទេត្រូវចាត់ចែងទៅរៀនសូត្រនៅបណ្ឌិតសភាជាមួយហ្សៀនទៅលោកពុកអ្នកម៉ែហេតុអ្វីទ្រាំទ្រនឹងអ្នកបម្រើម្នាក់ឆ្លើយបែបនេះបានពួកយើងធ្លាប់តែបែបនេះហើយរស់នៅយូរទៅគង់តែសាំទេអូត្រូវហើយខ្ញុំបានរៀបចំរឿងចូលរៀនរួចរាល់ហើយថ្ងៃនេះទៅរៀននៅបណ្ឌិតសភាមិញជាមួយវ៉ាន់ស៊ូទៅនេះជាកូនស្រីបង្កើតដែលទើបត្រឡប់មកវិញនៃភូមិគ្រឹះហៅមើលទៅកាយឆ្នះឆ្នាមមែនបងស្រីនេះជាកន្លែងអង្គុយរបស់ខ្ញុំអង្គុយចិត្តខ្ញុំមកតាមខ្ញុំដឹងកន្លែងអង្គុយទាំងនេះរៀបតាមខ្សែស្រឡាយយ៉ាងណាក៏ជាកូនស្រីរបស់លោកម្ចាស់ជេនប៊ីដែរហេតុអ្វីបានជាខ្ញុំនៅខាងក្រោយគេ
នាងជាកូនស្រីច្បងដែលត្រឡប់មកពីស្រុកស្រែរបស់ភូមិគ្រឹះយិនប៊ីមែនទេចុះឯងជាស្អីដែរនិយាយស្ដីរបៀបម៉េចហ្នឹងកុំខឹងអីខ្ញុំចាក់តែជូនឆុងតែត្រូវប្រើទឹកពុះហាមមានកំហុសឲ្យសោះឯងជានរណាឲ្យប្រកាសហេតុអ្វីវ៉ាន់ឈូខ្លាចឯងបងស្រីកុំស្បោះប្រោះអីខ្ញុំមិនអីទេខ្ញុំចង់បានទឹកក្តៅ450ដឺក្រេសីតុណ្ហភាពទឹកមិនត្រូវទេប្រញាប់ទៅធ្វើសារថ្មីភ្លាមមានរលាកដែរទេមិនបាច់ឆ្លោះគ្នាទៀតទេឈរឲ្យត្រង់ខ្លួននិយាយមកឯងឈ្មោះអីខ្ញុំជាកូនប្រុសរបស់មេការភូមិគ្រឹះឯងគ្រាន់តែជាក្មេងស្រីស្រុកស្រែហ៊ាននិយាយជាមួយខ្ញុំបែបនេះផងខ្ញុំនឹងធ្វើឲ្យឯងមានវាសនាអាក្រក់ជាងវាទៅទៀតបងស្រីសុំកុំសួរអីទៀតក្រែងកើតរឿងធំថ្ងៃនេះខ្ញុំត្រូវតែសួរឲ្យដឹងសាច់ការគឺដោយសារជីតារបស់ខ្ញុំធ្លាប់ជួយជីវិតជីតារបស់ឯងគ្រួសារឯងទាំងមូលត្រូវតែគោរពពួកយើងជាអ្នកមានគុណអ្នកនាងធំមកថ្មីនេះកម្លាំងបាយខ្លាំងមែនក្លាហានខ្លាំងណាស់ហ៊ានលើកដៃវីលើសិនសៀនផងកន្លងមកគេក៏កាយធ្វើបាបគេគ្មាននរណាហ៊ានប៉ះទេពិតជាថ្លើមធំមែនបងស្រីមិនក៏ហ៊ានវីគេបែបនេះជីតារបស់គេជួយជីតារបស់ខ្ញុំមិនមែនគេជាអ្នកជួយជីតារបស់ខ្ញុំឯណាឯងជាស្អែកអាស្អែកក៏ហ៊ានមកធ្វើបាបអ្នកនាងដែរយ៉ាន់ជេងស៊ូវ៉ាន់ឈូពួកឯងហ៊ានធ្វើបាបខ្ញុំផងរឿងនេះមិនចប់ត្រឹមនឹងទេខ្ញុំនឹងទៅហៅបងប្រុសខ្ញុំមកឥឡូវនេះត្រូវតែឲ្យពួកឯងសងសឹកឲ្យបានអញរស់នៅក្នុងភូមិគ្រឹះយ៉ាងស្រណុក18ឆ្នាំហេតុអ្វីបានជាភ័យខ្លាចគ្រប់រឿងបែបនេះគ្រប់គ្នាសុទ្ធតែខ្លាចតាំងពីខ្ញុំត្រឡប់មកភូមិគ្រឹះវិញភូមិគ្រឹះមានរឿងមិនប្រក្រតីគ្រប់កន្លែងនិយាយការពិតមកខ្ញុំមិនបានលាក់បាំងអ្វីទេបើមិនព្រមនិយាយក៏ហែខ្ញុំមានវិធីស្រាវជ្រាវរកការពិតដោយខ្លួនឯងបងស្រីយិនសៀនគឺជាកូនប្រុសរបស់មេដោះលាវពុកម៉ែមិនដែលហ៊ានបញ្ជាគេឡើយឥឡូវបងស្រីបានប្រមាថគេហើយគេប្រកាសជាមិនព្រមបញ្ចប់រឿងនេះទេបងហ៊ីវគឺជានាងបងស្រីមិនស្រួលទេរ៉េនសៀននាំមនុស្សមកហើយខ្ញុំរៀនក្បាច់គុនជាមួយស្ដេចកំបិតតាំងពីតូចនៅខ្លាចគេនាំមនុស្សមកទៀតឬបងហ៊ីវរបស់ខ្ញុំរៀនក្បាច់គុនជាមួយស្ដេចកំបិតតាំងពីតូចវាគ្មានគូប្រជែងក្នុងលោកថ្ងៃនេះនៅសាលារៀនហ៊ានប្រមាថខ្ញុំចំពោះមុខគេបងប្រុសប្រញាប់បង្រៀនមេរៀនឲ្យនាងស្គាល់ច្បាប់សាលាទៅមិនក៏ជាបងធំមិនក៏បងនៅទីនេះបងធំចុងក្រោយបានជួបបងហើយខ្ញុំបាត់នឹកបងរាល់ថ្ងៃតាមពិតជាអាហ៊ីវសោះមិនជួបគ្នាប៉ុន្មានថ្ងៃគ្រាន់បើជាងមុនតើហ៊ានឲ្យគេមកពីផ្លូវខ្ញុំផងចៅហ្វាយលើកលែងទោសផងនេះជាការយល់ច្រឡំទេមេតាស្ដាប់ខ្ញុំពន្យល់សិនបងហ៊ីប្រញាប់ក្រោកឡើងលោកប្រកាសជាចំណាំមនុស្សច្រឡំហើយចេញទៅបងហ៊ីមើលច្រឡំហើយគេគ្រាន់តែជាអ្នកស្រាយជនបទប៉ុណ្ណោះមិននឹងអាចជាចៅហ្វាយរបស់បងបានបិទមាត់ទៅចៅហ្វាយមកពីអាស៊ានសៀននេះមិនស្គាល់ចាស់ទុំហ៊ានប្រមាថមើលងាយលោកបើអញ្ចឹងជួយប្រដៅវិជំនួសខ្ញុំឲ្យមេរៀនផងស៊ានសៀនស្ដាប់ឲ្យច្បាស់មិនខ្វល់ថាជីតារបស់អញជាអ្វីនៅក្នុងភូមិគ្រឹះហៅទេចាប់ពីថ្ងៃនេះទៅឈូវ៉ាន់ឈូមានខ្ញុំការពារបើម្នាងរងការធ្វើបាបទៀតខ្ញុំដាច់ខាត់មិនឈរមើលស្ងៀមឡើយជិនហងចាំមើលទៅចាំមើលថាលោកម្ចាស់រៀបចំអញយ៉ាងម៉េចសម្ដីចៅហ្វាយជាច្បាប់បើហ៊ានធ្វើផ្ដេសផ្ដាស់ទៀតខ្ញុំមិនលើកលែងឲ្យទេខ្ញុំដឹងហើយបើដឹងហើយមិនដេចមិនប្រញាប់ចោលក្បាលទៅចាំសិនចាំទុកឲ្យច្បាស់ចាប់ពីថ្ងៃនេះទៅច្បាប់ទម្លាប់នៅភូមិគ្រឹះនេះគឺនៅលើរូបខ្ញុំនៅក្នុងភូមិគ្រឹះទាំងមូលពេញដោយរឿងចម្លែកលោកម្ចាស់និងអ្នកស្រីប្រែជាលោតក្រាបចំពោះអ្នកបម្រើស្រីម្នាក់ទៅវិញវ៉ាន់ឈូក្នុងនាមជាកូនចិញ្ចឹមបែរជាត្រូវរស់នៅក្នុងបន្ទប់ចង្អៀតខ្សត់ខ្សោយចំណែកលីឆាន់ថៅនោះពាក្យសម្ដីដែលនាងខ្សឹបប្រាប់នោះត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនច្បាស់ជាចង់អុចអាល់ហើយនាងថាលោកម្ចាស់និងអ្នកស្រីមានគំនិតជ្រៅជ្រៅប្រាប់ឲ្យខ្ញុំប្រុងប្រយ័ត្ននឹងពួកគេប៉ុន្តែតាំងពីខ្ញុំចូលមកភូមិគ្រឹះពួកគេគោរពខ្ញុំរហូតដល់ថ្នាក់រៀបទៀបខ្លួនខ្លាំង
ផ្ទុយទៅវិញនាងជាអ្នកបម្រើសោះបែរជាហ៊ានក្អេងក្អាងនៅចំពោះមុខម្ចាស់ផ្ទះបែបនេះថ្ងៃស្អែកខ្ញុំត្រូវតាមមើលឲ្យច្បាស់ក្មេងស្រីមកថ្មីនេះពិតជាមិនធម្មតាមែនរឿងធ្លាក់ទឹកកាលពីថ្ងៃនោះអានរកស៊ូវ៉ាន់ឈូនោះធ្វើការមិនបានសម្រេចថែមទាំងធ្វើឲ្យនាងកើតការសង្ស័យទៀតព្រឹកស្អែកយកសម្បត្តិនេះទៅជូនភូមិគ្រឹះសេនប្រាប់មេផ្ទះសេនថាភូមិគ្រឹះមានមនុស្សពិបាកតាំងមកដល់ហើយឲ្យលោកមេផ្ទះជួយគិតគូររកវិធីផងចាស់ម៉ែដោះផលប្រយោជន៍នៃភូមិគ្រឹះ18ឆ្នាំមកនេះមិននឹងអាចបណ្ដោយឲ្យមីក្មេងស្រែមកបំបែកបំបាក់បានអ្នកម៉ាក់នៅក្នុងភូមិគ្រឹះតែគ្មានតូបជួយយកថ្លៃឈ្នួលទេហេតុអ្វីព្រឹកនេះមានតែប៉ុណ្ណឹងយិនហងថ្ងៃនេះមានតែប៉ុណ្ណឹងឯងប្រាក់ឈ្នួលតូបទាំងអស់គឺនៅត្រង់ម៉ែដោះលាវឯណោះគាត់ថាខែនេះតូបខាត់បងគ្មានប្រាក់ចំណូលទេខាត់បងតូបទាំង12គ្មានមួយណាចំណេញសោះអ្នកកាន់បញ្ជីតូបទាំងនោះសុទ្ធតែជាមនុស្សរបស់គ្រូសាសិនពួកយើងទៅពិនិត្យមើលខ្ញុំទៅជួបគេដើម្បីតែផលប្រយោជន៍ខ្លួនឯងអ្នកនាងធំក្នុងបញ្ជីមានលុយតែប៉ុណ្ណឹងទេហាងខាត់ដើមឯថ្លៃជួលក៏ទាមមិនទាន់បានខ្ញុំមានវិធីអីទៅយកសៀវភៅបញ្ជីមកឲ្យខ្ញុំមើលតើអ្នកនាងធំមើលសៀវភៅបញ្ជីយកដែរឬនេះមិនមែនជាបញ្ជីជនបទចំណាយតូចតែក្នុងគ្រួសារសាមញ្ញឡើយបើខ្ញុំមើលមិនយល់នឹងទៅរកមនុស្សដែលមើលយល់មកមើលអ្នកនាងធំខ្ញុំនិយាយឲ្យច្បាស់តែម្ដងបញ្ជីភូមិគ្រឹះហៅគឺត្រកូលសេនគ្រប់គ្រងរាប់សិបឆ្នាំហើយទោះមនុស្សក្រៅមើលយល់ក៏មិនឲ្យមើលដែរបើចង់តែត្រួតពិនិត្យចឹងទៅអញ្ជើញមេគ្រួសារនិងចាស់ទុំមកពិនិត្យទៅដល់ពេលរកមិនឃើញបញ្ហាកុំបន្ទោសថាខ្ញុំនិយាយមិនស្រួលត្រជាឲ្យសោះគ្រាន់តែជាកូនចាំម្នាក់មិនទទួលខុសត្រូវអ្វីផងមានសិទ្ធិស្អីមកនិយាយបែបនេះជាមួយចៅហ្វាយលោកតាត្រកូលសេនការនៅសមរភូមិបានពាំងកម្មបិតជំនួស Old Master House សង្គ្រោះជីវិត Old Master House អាស្រ័យលើគុណបំណាច់នេះត្រកូលសេនចង់បានភូមិគ្រឹះហៅកណ្ដាលទ្រព្យសម្បត្តិក៏មិនហួសហេតុដែរអ្នកនាងធំត្រឡប់ទៅសម្រាប់នៅបន្ទប់វិញទៅរឿងចំណាយក្នុងផ្ទះខ្ញុំនឹងប្រាប់លោកស្រីដោយខ្លួនឯងកាលពីមុនគឺសម្រេចលើលោកចាប់ពីថ្ងៃនេះទៅក្នុងភូមិគ្រឹះនេះគឺសម្រេចលើខ្ញុំបងយេងហងតើយើងទៅណាខ្ញុំចង់ឃើញនឹងភ្នែកថាហាងរបស់ភូមិគ្រឹះហៅខាត់បងយ៉ាងម៉េចឲ្យប្រាកដភ្ញៀវមិនខ្វះហេតុអ្វីខាតដែរអ្នកនាងចង់ទិញអ្វីមើលតាមសម្រួលបានហាងនេះលក់ដាច់ល្អតើថៅកែប្រកាសជារកចំណូលបានច្រើនណាស់ហើយពិតជាចឹងហើយពួកយើងគឺត្រកូលសេនលោកប្រុសសេនហ្សៀនហាងនេះមួយខែយ៉ាងហោចណាស់ក៏បានប្រាក់100តម្លឹងដែរហាងនេះមិនមែនជាទ្រព្យសម្បត្តិរបស់ភូមិគ្រឹះហៅទេនាងជានរណាខ្ញុំជាអ្នកនាងធំនៃភូមិគ្រឹះសេនឌីហៅនៅមុខទ្វារព្យួរផ្លាកយ៉ាន់ជេតែថៅកែប្រែជាសេនហ្សៀនទៅវិញហាងនេះជារបស់ភូមិគ្រឹះហៅឬជារបស់ត្រកូលសេនឲ្យប្រាកដហាងនេះជារបស់ភូមិគ្រឹះហៅទេប៉ុន្តែប៉ុន្មានឆ្នាំមុនបានប្រកល់ឲ្យត្រកូលសេនមានកិច្ចសន្យាទេរឿងនេះត្រូវសួរលោកប្រុសសេនមិនបាច់ទេចាប់ពីថ្ងៃនេះទៅប្រាក់ចំណូលហាងនេះត្រូវចូលភូមិគ្រឹះហៅទាំងអស់នរណាមិនព្រមឲ្យគេមកជួបខ្ញុំយ៉ាន់ជេងហងនោះគឺសេនហ្សែនគេជាធម្មតាក៏ចាយប្រាក់ខ្ជិះខ្ជីណាស់ខ្ញុំគេនិយាយថាសេនហ្សែននៅរាជធានីចាយប្រាក់ដូចក្រដាសមួយយប់អាចចាយអស់រាប់សិបតម្លឹងភូមិគ្រឹះហៅហូបបបរ៉ាវត្រកូលសេនហូបអាហារពេញតុអ្នកមានគុណល្អណាស់តោះទៅស្វាគមន៍លោកប្រុសសេនបន្តិចហា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 លោកប្រុសសេនមានអារម្មណ៍រីករាយល្អដល់ហើយមួយតននេះយ៉ាងហោចណាស់ក៏អស់20តម្លឹងដែរដឹងពាក់ព័ន្ធអីនឹងនាងពិតជាពាក់ព័ន្ធនឹងខ្ញុំហើយគ្រប់កាក់គ្រប់សេនដែលចំណាយគឺជាប្រាក់របស់ភូមិគ្រឹះហៅនិយាយក្តេក្តានេះជាលុយរបស់ត្រកូលសេនត្រកូលសេនឯង3ចំនួនជាអ្នកគ្រប់គ្រងភូមិគ្រឹះ Marquis មួយមិនធ្វើចំនួនពីរមិនធ្វើស្រែចម្ការមានលុយពីណាមកឲ្យឯងចាយខ្ជិះខ្ជីបែបនេះលុយដែលឯងចាយថ្ងៃនេះជាថ្លៃជួលដីស្រែរបស់ភូមិគ្រឹះ Marquis ម្ហូបដែលឯងញ៉ាំជាផលចំណេញពីហាងរបស់ភូមិគ្រឹះ Marquis ធំលើខ្លួនឯងនេះស្មើនឹងថ្លៃម្ហូបអាហារមួយខែរបស់ភូមិគ្រឹះ Marquis ថ្លៃអាហាររបស់អស់លោកថ្ងៃនេះគឺគេជំពាក់ក្រោមឈ្មោះភូមិគ្រឹះ Marquis អស់លោកកំពុងញ៉ាំបាយរបស់អ្នកណាត្រូវគិតឲ្យច្បាស់ផឹកលៃយេងហងឯងកុំជ្រុលហួសហេតុពេកខ្ញុំបានស្រាវជ្រាវរួចហើយបំណុលដែលឯងជំពាក់តាមភោជនីយដ្ឋាននិងរោងស្រីក្នុងរាជធានីសុទ្ធតែដាក់ឈ្មោះភូមិគ្រឹះ Shendy Marquis ទាំងអស់ថ្ងៃនេះខ្ញុំសូមប្រកាសឲ្យច្បាស់នៅទីនេះចាប់ពីពេលនេះទៅរាល់បំណុលដែល Shen Xian ឯងជំពាក់ខាងក្រៅភូមិគ្រឹះ Marquis មិនទទួលស្គាល់ដាច់ខាតត្រូវហើយត្រឡប់ទៅប្រាប់ម្ដាយឯងផងព្រឹកស្អែកខ្ញុំនឹងពិនិត្យបញ្ជីប្រាក់រាល់សៀវភៅបញ្ជីទាំងអស់ហាមខ្វះសូម្បីតែមួយក្បាលម៉ាក់នាងឡៃយេងហងនោះហ៊ានមើលងាយកូននៅចំពោះមុខមនុស្សគ្រប់គ្នាថែមទាំងប្រកាសតាមភោជនីយដ្ឋានទៀតល្មមហើយម៉ាក់ប្រាប់ឯងយូរហើយហាមចាយវាខ្ជិះខ្ជីលើបញ្ជីហាងរបស់ភូមិគ្រឹះ Marquis ឯងនៅតែមិនស្ដាប់ម៉ាក់តើយើងត្រូវទ្រាំលេបទុកទាំងបំពេញបែបនេះឬហេទ្រាំលេបទុកនាងចង់ពិនិត្យបញ្ជីតា
ឲ្យនាងពិនិត្យទៅបញ្ជីទាំងនោះធ្វើឡើងយ៉ាងជិតស្និទ្ធគ្មានចន្លោះឡើយក្មេងស្រីដូចនាងមើលយកទៅចម្លែកមួយទៀតបើនាងរកឃើញបញ្ហាមែនម៉ាក់នឹងទៅជួប Marquez តើ Marquez ខ្លាចអ្វីជាងគេខ្លាចគេថាលោកមិននឹកនាគុណចាស់គ្មានសច្ចៈអគុណធម៌អ្នកនាងធំបញ្ជីទាំងអស់នៅទីនេះហើយអញ្ជើញអ្នកនាងពិនិត្យតាមសម្រួលទោះខ្ញុំមិនស្ទាត់ជំនាញខាងបញ្ជីតែមានរឿងមួយខ្ញុំយល់ច្បាស់ឲ្យតែពិនិត្យរាល់ការចំណាយនីមួយថាចាយពេលណានឹងទៅណាខ្លះគង់តែរកតម្រុយឃើញចាប់ពីថ្ងៃនេះទៅខ្ញុំនឹងពិនិត្យ50ជួររៀងរាល់ថ្ងៃអំឡុងពេលពិនិត្យបញ្ជីរាល់ការចំណាយទាំងអស់ត្រូវផ្អាកអ្នកនាងធំនេះចង់បិទការបូបលុយភូមិគ្រឹះ Marquez ឬមិនមែនបិទទេគឺពិនិត្យមនុស្សស្អាតស្អំមិនបាច់ភ័យទេខ្លាចអ្វីល្អណាស់អ្នកនាងធំអញ្ជើញពិនិត្យតាមសម្រួលចុះខ្ញុំចាំមើលបងយេងហងបងពិតជាត្រូវពិនិត្យម្ដងមួយមែនឬពិនិត្យគឺត្រូវតែពិនិត្យតែមិនអាចពិនិត្យបែបនេះទេបញ្ជីនៅក្នុងដៃគាត់ច្រើនឆ្នាំមកហើយកន្លែងកែបន្លំមានច្រើនណាស់ត្រូវរកច្រកចេញពីកន្លែងផ្សេងជាវហ៊ីអញទៅរកអឺកៅឲ្យគេធ្វើរឿងពីរទី1ស្រាវជ្រាវដីស្រែទាំងអស់ក្រោមឈ្មោះភូមិគ្រឹះ Marquez និងស្ថានភាពជាក់ស្ដែងនៃហាងថាមានប៉ុន្មានត្រូវផ្ទេរទៅឈ្មោះត្រកូល Shen ទី2ស្រាវជ្រាវ Shen ឲ្យច្បាស់បញ្ជីបំណុលដែលជំពាក់ខាងក្រៅប៉ុន្មានឆ្នាំនេះធ្វើជាបញ្ជីមួយមកកាន់តែលម្អិតកាន់តែល្អបាត់យល់ហើយនៅមានអីទៀតទេជួយស៊ើបសួរពីមនុស្សម្នាក់ឲ្យខ្ញុំថាគេរងចាប់ដូរប្រាក់ Q Bank នៅខាងកើតទីក្រុងមនុស្សម្នាក់នេះឆ្លាតវៃប៉ិនប្រសពណាស់តែជានិកាតែងមានចិត្តអាណិតដល់ភូមិគ្រឹះហៅជួយណាត់គេឲ្យខ្ញុំថាខ្ញុំអញ្ជើញគេញ៉ាំតែខ្ញុំទៅឥឡូវនេះហើយលឺឆាន់ទៅស្មានតែបញ្ជីកណ្នីមុំដូចបន្ទះដែកមែនទេសំណាញ់កាន់តែក្រាស់ក៏គង់មានចន្លោះដែរចន្លោះប្រហោងធំបំផុតរបស់នាងគឺកូនប្រុសរបស់នាងកញ្ញាច្បងលេនអញ្ជើញថៅកែខញ៉ាំតែប្រកាសជាដើម្បីបញ្ជីកណ្នីភូមិគ្រឹះហៅហើយថៅកែខែជាមនុស្សចិត្តទូលីណាស់បញ្ជីកណ្នីភូមិគ្រឹះហៅត្រូវគ្រូសាសិនក្តោបក្តាប់ច្រើនឆ្នាំហើយខ្ញុំទោះបីចង់ពិនិត្យក៏ដូចរៀបវង្ជចូលក្នុងបាតសមុទ្រចង់សុំរៀនសូត្របើមានអ្នកលួចបន្លំក្នុងបញ្ជីតែចន្លោះប្រហោងដែលជួបញឹកញាប់បំផុតនៅត្រង់ណាការខ្លែងបន្លំបញ្ជីវិធីសាស្ត្រញឹកញាប់បំផុតគឺបំពង់ចំណាយលាក់បាំងចំណូលខ្លែងបន្លំលិខិតជំពាក់ប្រាក់ប៉ុន្តែមានចំណុចមួយបញ្ជីអាចកែបន្លំបានតែបណ្ណកម្មសិទ្ធិដីធ្លីដើមមិនអាចកែប្រែបានទេបើអាចស៊ើបដឹងពីដីស្រែចម្ការក្រោមឈ្មោះភូមិគ្រឹះហៅនិងបណ្ណកម្មសិទ្ធិដើមនៃតូបលក់ដូររួចយកមកប្រៀបធៀបនឹងម្ចាស់បច្ចុប្បន្នក៏អាចដឹងភូតភរភ្លាមចុះបណ្ណកម្មសិទ្ធិនៃណានៅសាលាស្រុកសាលាខេត្តនិងក្រសួងហិរញ្ញវត្ថុសុទ្ធតែមានតម្កល់មួយច្បាប់កាលអ្នកម្ដាយនៅរស់ធ្លាប់ឲ្យបរិសុទ្ធចាស់នេះជួយធ្វើបញ្ជីវិតម្លៃទ្រព្យសម្បត្តិរបស់ភូមិគ្រឹះហៅមួយច្បាប់អ្នកម្ដាយថាបញ្ជីនេះថ្ងៃមុខនឹងមានប្រយោជន៍ធំមិននឹកស្មានថាមិនយូរប៉ុន្មានគាត់ក៏មានគ្រោះថ្នាក់បញ្ជីនេះត្រូវបានសង្កត់ទុកបាតហឹបរបស់ខ្ញុំមិនដែលបង្ហាញឲ្យនរណាឃើញទេអរគុណខ្លាំងណាស់ថៅកែខុសបងស្រីយៀនហងលើនេះសរសេរអីខ្លះដីស្រែ5100តូបលក់ដូរ12កន្លែងតម្លៃសរុបប្រហែល 30,000 តម្លឹងប្រាក់តែឥឡូវនេះដីស្រែដែលនៅក្រោមឈ្មោះភូមិគ្រឹះហៅមានមិនដល់200ផងតូបលក់ដូរនៅសល់តែ4កន្លែងប៉ុណ្ណោះក្រៅពីនោះគឺនៅក្រោមឈ្មោះ Shen Hong Yuan និង Shen Zian ទាំងអស់តើពួកគេធ្វើបែបនឹងបានដោយរបៀបណាយកឈ្មោះភូមិគ្រឹះហៅទៅខ្ចីប្រាក់ពីគ្រួសារ Shen ហើយយកដីស្រែនិងតូបលក់ដូរទៅបញ្ចាំការប្រាក់ការលើការរហូតសងមិនរួចក៏ត្រូវបង្ខំចិត្តផ្ទេរទ្រព្យសម្បត្តិឲ្យគ្រួសារ Shen ឯប្រាក់កម្ចីដែលហៅថាទាំងនោះភូមិគ្រឹះហៅមិនដែលទទួលបានប្រាក់សុទ្ធពិតប្រាកដឡើយនេះមិនមែនជាការប្លន់ចំហមកទេត្រឹមតែត្រួតពិនិត្យបញ្ជីមិនទាន់គ្រប់គ្រាន់ទេ Chiao Hughes ឯកទៅរងចាប់ដូរប្រាក់យកបញ្ជីចំណាយខ្ជះខ្ជាយរបស់ Shen Zian មកខ្ញុំចង់ឲ្យ Li Chan ទៅមើលថាប្រុសបណ្ដូលចិត្តរបស់នាងបំផ្លាញទ្រព្យសម្បត្តិភូមិគ្រឹះហៅយ៉ាងដូចម្ដេចបាទបងស្រីយៀនហងចម្លែកណាស់ថ្ងៃនេះ Shen Zian មិនមកថ្នាក់រៀនទេគេនៅមានមុខមកទៀតឬយល់ថានៅសាលារៀនមានស្រីស្រីចំការចេះប្រយុទ្ធម្នាក់មកដល់សំបីមុខមាត់គ្រូសា Shen ក៏មិនយកយកដែររីច្បុតនេះចង់ឃើញណាស់ថាតើជាមនុស្សបែបណាគឺនាងយ៉ាន់ជិងហងហ្នឹងលោកជានរណាខ្ញុំគឺវ៉ៃម៉ូជាកូនប្រុសច្បងនៃភូមិគ្រឹះហៅគ្រាន់តែបានឮថាភូមិគ្រឹះហៅមានអ្នកនាងធំម្នាក់ទើបមកមើលមុខហើយស្គាល់មិនដឹងជាគ្រួសារបែបណាទើបព្រៀនប្រដៅមនុស្សបែបនេះក្នុងពេលលោកប្រុសច្បងមកដល់ហើយខ្ញុំចង់សួរអំពីការរំលោភយកកន្លែងអ្នកដទៃនិងការយករកស្រូវឆ្លើយតបនឹងគុណធម៌តែទ្រព្យសម្បត្តិទាំងនេះជារបស់គ្រួសារណាកាលនោះ Shen Hong ជាអ្នកគ្រប់គ្រងភូមិគ្រឹះហៅក៏បានជួយត្រកូលលែងប្រើប្រាស់សម្ភារៈអន់ចំនួនសម្ភារៈល្អនៅការធ្វើឲ្យមនុស្ស13នាក់ត្រូវស្លាប់ថែមទាំងទម្លាក់កំហុសលើលោកម្ចាស់ហៅទៀតរឿងឈាមស្រស់នេះលោកម្ចាស់ហៅចិត្តទុនមិនយកទៅពេនោះជាទឹកចិត្តរបស់គាត់តែខ្ញុំយ៉ាងជិងហងមិនជំពាក់គុណស្រេចនរណាឡើយបំណុលគឺត្រូវតែជាបំណុលបើលោកប្រុសច្បងជានាមត្រកូលឡើយគួរតែត្រឡប់ទៅសួរគ្រួសារលោកវិញប្រាក់សំណងជីវិតមនុស្ស13នាក់កាលនោះតើត្រកូលឡើយបានចេញប៉ុន្មានដំណឹងសម្ដីមុតមែនយើងសូមរំលឹកយ៉ាងជិងហងឲ្យរាជធានីមិនមែនជាស្រុកស្រែចម្ការទេបើប្រមាថមនុស្សច្រើនពេកប្រយ័ត្នដើរផ្លូវយប់មិនសុវត្ថិភាពជិងហងកូនបានធ្វើឲ្យប៉ះពាល់ដល់កូនប្រុសត្រកូលឡើយហើយតើដឹងទេថាឡៃវ៉ាន់ Shen មានអំណាចធំប៉ុណ្ណាជារាជធានីលោកឪពុកគេគ្រាន់តែមកស្ទាបស្ទង់មើលប៉ុណ្ណោះបើខ្ញុំបង្ហាញភាពទន់ជ្រាយគេជិះសេះលែងដៃមិនខានតែបើខ្ញុំរឹងប៉ឹងគេនឹងត្រូវគិតគូរឡើងវិញកូនមិនយល់ទេត្រកូលឡើយមិនដូចជាត្រកូល Shen ឡើយលោកឪពុកថ្ងៃនេះនៅឯបណ្ឌិតសភា
ខ្ញុំបានលើកឡើងពីរឿងមរណភាពនៃជាង13នាក់នៅចំពោះមុខមនុស្សលោកឪពុកទីមើលថាឡៃម៉ូមានប្រតិកម្មយ៉ាងណាគេមិនបានបដិសេធឡើយគ្រាន់តែគំរាមខ្ញុំប៉ុណ្ណោះនេះបញ្ជាក់ថាត្រកូលឡៃមានរឿងលាក់បាំងរឿងការនោះពួកគេមិនអាចលៀងជ្រះបានទេលោកឪពុកខ្ញុំដឹងថាលោកឪពុកបារម្ភពីអ្វីប៉ុន្តែសូមគិតមើលភូមិគ្រឹះហៅបានធ្លាក់ចុះដល់កម្រិតនេះទៅហើយតើអាចអាក្រក់ជាងនេះទៀតទេជាងលុតជង្គង់សុំក្តីមេត្តាពីគេសុខចិត្តឈរឲ្យត្រង់ហើយយកអ្វីជារបស់យើងត្រឡប់មកវិញលោកឪពុកកុំបារម្ភខ្ញុំមិនធ្វើអ្វីដោយតក់ក្រហល់ឡើយរាល់ជំហានខ្ញុំនឹងគិតគូរឲ្យបានច្បាស់លាស់បងស្រីយិងហងនេះជាបញ្ជីបំណុលដែលសិនសៀនជំពាក់តាមភោជនីយដ្ឋានផ្ទះបននិងកាស៊ីណូនានានៅក្នុងរាជធានីត្រឹមតែខែនេះគឺជិត300ដំឡឹងទៅហើយទាំងអស់ត្រូវបានដាក់ក្នុងឈ្មោះភូមិគ្រឹះហៅគេប្រាប់ម្ចាស់ហាងថាខ្លួនជាមនុស្សនៃភូមិគ្រឹះ Shenby Marquis ជាកូនប្រុសរបស់អ្នកគ្រប់គ្រងធំហើយចុះហត្ថលេខាក្នុងនាមភូមិគ្រឹះហៅល្អណាស់ Chioga ថ្ងៃស្អែកចូលនាំមនុស្សទៅហាងទាំងនោះផ្ញើសារទៅកាន់គ្រប់ហាងទាំងអស់ថាអ្នកនាងធំនៃភូមិគ្រឹះ Shenby Marquis បានបង្គាប់ថាបំណុលដែល Shen Zian ជំពាក់នៅខាងក្រៅភូមិគ្រឹះហៅមិនទទួលខុសត្រូវដាច់ខាត Shen Zian ជាកូនប្រុសរបស់ត្រកូល Shen មិនមែនជាមនុស្សរបស់ភូមិគ្រឹះហៅទេឲ្យគេជំពាក់ដោយអាស្រ័យឈ្មោះភូមិគ្រឹះហៅទៀតត្រូវទទួលខុសត្រូវខ្លួនឯងបើមានការតវ៉ាមកទល់មុខជាមួយខ្ញុំយ៉ាន់យិងហងដោយផ្ទាល់ចាស់បងប៉ុន្តែបងយិងហងធ្វើបែបនេះមិនស្មើនឹងឆ្អើរសត្រូវទេគឺចង់ឆ្អើរសត្រូវនឹងហើយឲ្យលឺឆាន់ថូដឹងថាម្នាក់នេះលែងមានប្រយោជន៍ហើយ300ដំឡឹងក្នុងមួយខែឯងចង់ធ្វើឲ្យមានរឿងធំមែនទេសុទ្ធតែមកពីយ៉ាន់យិងហងនាងឲ្យគេទៅផ្សព្វផ្សាយព័ត៌មានមិនព្រមទទួលស្គាល់បញ្ជីបំណុលខ្ញុំម៉ែប្រាប់ឲ្យប្រយ័ត្នប្រយែងខ្លះទៅភូមិគ្រឹះហៅឥឡូវមានក្មេងស្រីម្នាក់នោះមិនដូចមុនទេកូនមិនព្រមស្ដាប់សោះម៉ែទៅអង្វរលោកម្ចាស់ហៅទៅគាត់ចិត្តទន់ច្បាស់ជាជួយសងជំនួសពួកយើងមិនខានអង្វរគាត់ហេតុអ្វីម៉ែត្រូវទៅអង្វរគាត់កូនចាំឲ្យច្បាស់គឺភូមិគ្រឹះហៅជំពាក់ត្រកូល Shen ពួកយើងមិនមែនពួកយើងជំពាក់ភូមិគ្រឹះហៅទេប៉ុន្តែឥឡូវភូមិគ្រឹះហៅមិនទទួលស្គាល់ពួកម្ចាស់ហាងមកទារបំណុលរាល់ថ្ងៃតើឲ្យកូនធ្វើម៉េចទៅយ៉ាន់យិងហងចង់យកបំណុលកូនមកវាយប្រហារម៉ែល្អណាស់ម៉ែចង់ដឹងណាស់ថាអ្នកណាទ្រាំមិនបានមុនអ្នកនាងធំកាលពីម្សិលមិញមានម្ចាស់ហាងជាង10កន្លែងមកទារបំណុលនិយាយថាយានជំពាក់លុយគេនៅខាងក្រៅអ្នកនាងឲ្យគេប្រកាសថាមិនទទួលស្គាល់បំណុលពួកម្ចាស់បំណុលក៏មកឡំពាត់ភូមិគ្រឹះហៅតែម្ដងរឿង Shen Zian ជំពាក់បំណុលគេហេតុអ្វីមកទារពីភូមិគ្រឹះហៅព្រោះគេជាមនុស្សនៃត្រកូល Shen ត្រកូល Shen ជាអ្នកគ្រប់គ្រងភូមិគ្រឹះហៅពេលគេចេញទៅខាងក្រៅប្រកាសជាប្រើឈ្មោះភូមិគ្រឹះហៅហើយចុះខ្ញុំសុំសួរ Shen Zian បើកប្រាក់ខែពីភូមិគ្រឹះហៅមួយខែប៉ុន្មាន5ដំឡឹងមួយខែ5ដំឡឹងហេតុអ្វីអាចទៅជំពាក់គេខាងក្រៅដល់ទៅ300ជាងដំឡឹងតើអ្នកណាជាក្នុងបង្អែកឲ្យគេហ៊ានធ្វើបែបនេះគឺលោកស្រីជាអ្នកកាន់ឃ្លាំងទ្រព្យភូមិគ្រឹះប៉ុន្តែបែរជាបណ្ដោយឲ្យកូនចៅវាខ្ជិះខ្ជីគ្មានកោះត្រល់យកបញ្ជីបំណុលមកដាក់ក្រោមឈ្មោះភូមិគ្រឹះហៅឬឆាន់ថៅនេះមិនមែនគ្រាន់តែជាបំណុលកូនប្រុសលោកស្រីទេគឺលោកស្រីសុំក្រុមជាមួយកូនប្រុសកឹបកេងទ្រព្យសម្បត្តិភូមិគ្រឹះហៅសោះអ្នកនាងធំនិយាយអីត្រូវមានភស្តុតាងឬបញ្ជីបំណុលតាមភោជនីយដ្ឋានធំគឺជាភស្តុតាងចង់ឲ្យខ្ញុំហៅចាស់ទុំទាំងអស់មកតាំងមុខគ្នាទេចាំមើលថាពេល Shen Zian ចុះហត្ថលេខាលើបញ្ជីតើគេសរសេរឈ្មោះភូមិគ្រឹះណារឿងពីមុនខ្ញុំអាចមិនប្រកាន់ទោសប៉ុន្តែចាប់ពីថ្ងៃនេះទៅកូនសោឃ្លាំងទ្រព្យភូមិគ្រឹះហៅត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំហេកូនសោនេះកាលពីឆ្នាំនោះគឺលោកម្ចាស់ចាស់ប្រគល់ឲ្យត្រកូល Shen ដោយផ្ទាល់មាត់បើអ្នកនាងធំចង់បានវាមកវិញតើតែលោកម្ចាស់ចាស់វាចេញពីក្តាររំឈូនិយាយត្រូវណាស់នេះជាច្បាប់ដែលលោកតាបានកំណត់ល្អខ្ញុំមិនបាច់ធ្វើបាបលោកស្រីទេកូនសោនេះលោកស្រីអាចកាន់បន្តទៀតបានប៉ុន្តែចាប់ពីថ្ងៃនេះទៅគ្រប់ការចំណាយទាំងអស់របស់ភូមិគ្រឹះហៅត្រូវតែមានស្នាមហត្ថលេខាខ្ញុំទើបអាចបើកប្រាក់បានបើគ្មានការយល់ព្រមពីខ្ញុំសូម្បីតែប្រាក់មួយដំឡឹងក៏មិនអនុញ្ញាតឲ្យប៉ះពាល់ដែរម៉ែថ្ងៃស្អែកឯងទៅអញ្ជើញបុត្រាឡៃម៉ូប្រាប់ថាម៉ែមានការសំខាន់ចង់ពិភាក្សារកលោកបុត្រាធ្វើអីយ៉ាន់យិងហងចង់ដេញគៀបពួកយើងឲ្យតច្រកបើអញ្ចឹងវាបំបែកមុខគ្នាតែម្ដងទៅបើពួកយើងស៊ីប្រាក់វិមានហៅមិនបានចឹងវាកុំតិចឆ្នាំងបាយចោលតែម្ដងមិនបាច់ឲ្យនរណាម្នាក់បានស៊ីទាំងអស់នេះជាបញ្ជីដីធ្លីដែលខ្ញុំឲ្យគេដកចេញពីក្រសួងហិរញ្ញវត្ថុក្នុងបានដើមវិមានហៅមានដី500ម៉ូហាង12ខ្នងតែពេលនេះដីដែលនៅក្រោមឈ្មោះវិមានហៅសល់តែ180ម៉ូប៉ុណ្ណោះឯហាងសល់តែ4ខ្នងហើយដីធ្លីដែលសល់ទាំងប៉ុន្មានគឺនៅក្រោមឈ្មោះ Shen Hong Yuan ប្តីនាងនិង Shen Zian កូនប្រុសនាងទាំងអស់នាងចង់និយាយថាទាំងនេះជាទ្រព្យវិមានហៅយកទៅបញ្ចាំឲ្យត្រកូល Shen មែនទេគឺចឹងស្រាប់ហើយប៉ុន្មានឆ្នាំនេះវិមានហៅជំពាក់បំណុលត្រកូល Shen ការប្រាក់ការចាក់បង់មិនរួចមានតែយកដីធ្លីមកទូទាត់បំណុលចុះការយកមកទូទាត់ទាំងនោះមានហត្ថលេខាផ្ទាល់ដៃរបស់លោកម្ចាស់ទេខ្ញុំបានពិនិត្យរួចហើយលើលិខិតផ្ទេរដីធ្លីធំគឺពិតជាមានហត្ថលេខារបស់លោកម្ចាស់មែនប៉ុន្តែការផ្ទេរតូចតាចមានតែហត្ថលេខារបស់នាងនិងត្រារបស់ត្រកូល Shen ប៉ុណ្ណោះនាងគ្រាន់តែជាមេការម្នាក់មានសិទ្ធិអីមកចុះហត្ថលេខាផ្ទេរទ្រព្យជំនួសម្ចាស់នោះជាអ្វីដែលលោកម្ចាស់យល់ព្រមដោយស្ងៀមស្ងាត់ជាទម្លាប់ជាច្រើនឆ្នាំមកហើយទម្លាប់អីឲ្យអ្នកបម្រើម្នាក់ចុះហត្ថលេខាជំនួសម្ចាស់ហើយកាត់ទ្រព្យសម្បត្តិម្ចាស់បន្តិចម្ដងមកជាឈ្មោះខ្លួនឯងនាងហៅអានឹងថាជាទម្លាប់ហេ
តាមច្បាប់រាជវង្សតាចៅអ្នកបម្រើការបន្លំយកទ្រព្យសម្បត្តិម្ចាស់ត្រូវវាយ40រំពាត់និងប្រកាសបណ្តេញចេញ3000លីឬឆាន់ថៅនាងចង់នៅទីនេះនិយាយពីទម្លាប់ជាមួយខ្ញុំឬចង់ឲ្យខ្ញុំនាំទៅនិយាយរឿងច្បាប់នៅសាលារាជធានីខ្ញុំសួរនាងជាលើកចុងក្រោយប្រគល់កូនសក់ខ្លាំងមកឬអត់យ៉ាន់ចេញហងអញកុំអាលអឲ្យសោះបញ្ជីវិមានហៅហ្វឺមិនសាមញ្ញដូចឯងគិតទេឯងទទួលយកបានតែប្រហែលជាដោះស្រាយមិនរួចទេឯងនឹងត្រូវស្ដាយក្រោយលឺឆាន់ថៅប្រគល់កូនសក់ឃ្លាំងរួចហើយចាប់ពីថ្ងៃនេះទៅការចំណាយរៀបចំទាំងអស់ក្នុងវិមានហៅហ្វឺគឺស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំគាត់ព្រមប្រគល់ឲ្យដោយគ្មានជំរឿផ្សេងគាត់គៀបស៊ីទ្រព្យសម្បត្តិវិមានហៅហ្វឺជាច្រើនឆ្នាំផ្ទៃដីធ្លីនិងហាងជាច្រើនមកក្រោមឈ្មោះគ្រួសារខ្លួនឯងបើប្តឹងទៅតុលាការអ្នកខាត់បងគឺជារូបគាត់ចេញហងរឿងនេះធំពេកហើយចុះខាងត្រកូលសែនពុកចង់និយាយទៀតហើយមែនទេថាត្រកូលសែនមានគុណលើវិមានហៅហ្វឺខ្ញុំទទួលស្គាល់គុណបំណាច់នេះប៉ុន្តែការតបស្នងគុណត្រូវមានព្រំដែនបើតបស្នងគុណរហូតដល់សូម្បីតែឆ្នាំងបាយខ្លួនឯងក៏ត្រូវគេដណ្ដើមយកដែរនោះមិនមែនហៅថាតបស្នងគុណទេគេហៅថាល្ងងខ្លៅលោកតាផ្ដាំមុនស្លាប់ថាឲ្យប្រព្រឹត្តល្អចំពោះត្រកូលសែនប៉ុន្តែមិនបានឲ្យពួកគេមកជិះជាន់លើក្បាលពួកយើងទេអ្នកម៉ែកុំភ័យអីចាប់ពីពេលនេះទៅនឹងគ្មាននរណាម្នាក់ហ៊ានកាត់បន្ថយប្រាក់ចំណាយរបស់អ្នកម៉ែទៀតទេព្រឹកស្អែកខ្ញុំនឹងនាំអ្នកម៉ែទៅផ្សារដើម្បីទិញខោអាវថ្មីជូនអ្នកម៉ែសោត្រូវយកមកវិញហើយប៉ុន្តែលីឆាន់ថៅនឹងមិនព្រមឈប់ត្រឹមនេះទេពីក្រោយនាងនៅមានត្រកូលសែនទៀតពីក្រោយត្រកូលសែនក៏មានត្រកូលឡើយដែរនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះបងស្រីដេញលីឆាន់ថៅចេញពីភូមិគ្រឹះហើយឬមិនបានដេញទេគ្រាន់តែមិនឲ្យនាងកាន់បញ្ជីទៀតបើនាងមិនបង្ករឿងក៏នៅតែអាចនៅក្នុងភូមិគ្រឹះបានប៉ុន្តែនាងប្រកាសជានឹងបង្ករឿងមិនខានអញ្ចឹងបណ្ដោយឲ្យនាងបង្ករឿងទៅនាងបង្ករឿងកាន់តែធំចំណុចខ្សោយកាន់តែលេចចេញច្រើនអ្នកនាងធំលោកប្រុសសែនបានជំពាក់ប្រាក់នៅភោជនីយដ្ឋានយើងចំនួន80តម្លឹងប្រាក់បើលោកស្រីថាប្រកែកមិនទទួលតើឲ្យពួកយើងទៅទាពីនរណាត្រូវហើយពួកយើងរកស៊ីតូចតាច80តម្លឹងមិនមែនតិចតួចឯណាវាមិនមែនជាចំនួនតិចតួចទេសូមអ្នករាល់គ្នាកុំអើប្រញាប់ខឹងអញ្ជើញអង្គុយចុះសិនមកសិនសៀនជំពាក់ប្រាក់ខាងក្រៅដោយប្រើឈ្មោះភូមិគ្រឹះ Marquez មុននេះខ្ញុំមិនបានដឹងទេឥឡូវបានដឹងហើយទើបត្រូវផ្ដល់ចម្លើយដ៏សមរម្យមួយដល់អ្នករាល់គ្នារឿងបំណុលដែលគេជំពាក់ពីមុនតើភូមិគ្រឹះគួរតែសឹងឬទេអ្វីដែលលួសងភូមិគ្រឹះនឹងសងប៉ុន្តែមិនមែនសងជំនួសសិនសៀនទេគឺសងដើម្បីរក្សាកិត្តិយសរបស់ភូមិគ្រឹះចាប់ពីថ្ងៃនេះទៅខ្ញុំកំណត់ច្បាប់ថ្មីមួយនរណាក៏ដោយរាប់ទាំងក្រុមខ្សត្រគ្រួសារខ្ញុំបើជំពាក់ប្រាក់ឬស៊ីញេបំណុលខាងក្រៅបើគ្មានស្នាមហត្ថលេខានិងត្រារបស់យ៉ាន់ជិងហងខ្ញុំទេភូមិគ្រឹះដាច់ខាតមិនទទួលស្គាល់ឡើយបើមានការតវ៉ាត្រូវទទួលខុសត្រូវដោយខ្លួនឯងទៅថ្ងៃមុខបើមានសិនសៀនឬនរណាម្នាក់យកឈ្មោះភូមិគ្រឹះទៅជំពាក់ប្រាក់ទៀតសូមអ្នករាល់គ្នាជួយបដិសេធភ្លាមហើយចាត់មនុស្សឲ្យមកប្រាប់នៅភូមិគ្រឹះផងចំពោះបំណុលដែលសិនសៀនធ្លាប់ជំពាក់ពីមុនសូមយកលិខិតជំពាក់មកឲ្យរងបញ្ជីក្រោយផ្ទៀងផ្ទាត់រួចនឹងទូទាត់សងជាដំណាក់កាលប៉ុន្តែត្រូវទូទាត់តាមតម្លៃចំណាយជាក់ស្ដែងដោយមិនគិតការប្រាក់ទេបើអ្នករាល់គ្នាយល់ព្រមថ្ងៃនេះអាចចុះឈ្មោះបានហើយអ្នកនាងធំរូបនេះមិនកាច់ដូចពាក្យចាមអារាមសោះសោកឃ្លាំងទ្រព្យយកមកវិញហើយបំណុលស្មោកគ្រោករបស់សិនសៀនក៏បានដោះស្រាយដែរប៉ុន្តែនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះត្រកូលសិនជញ្ជក់ជាងភូមិគ្រឹះរាប់សិបឆ្នាំមកហើយមិនឈប់ត្រឹមរឿងសោះមួយគ្រាប់នេះទេបងស្រីយើងហងនៅមានរឿងអីឲ្យខ្ញុំជួយទៀតទេទៅយកជួយតាមដានលីឆាន់ថៅឲ្យជាប់នាងត្រូវដកហូបសោប្រកាសជានឹងទៅជួបមនុស្សម្នាក់មិនខានយកហើយបងស្រីយើងហងខ្លួនឯងក៏ត្រូវប្រយ័ត្នដែរណាខ្ញុំដឹងហើយភូមិគ្រឹះនេះខ្ញុំជាអ្នកការពារលោកពុកតើពុកកំពុងទៅណា
ចេញហងកូនសម្រាប់នៅផ្ទះឲ្យស្រួលចុះពុកទៅភូមិគ្រីស្ទានមួយផ្លែតទៅភូមិគ្រីស្ទានធ្វើអីកូនបានដកហូតសពពីមេដោះលេវថែមទាំងនៅខាងក្រៅមិនព្រមទទួលស្គាល់បំណុលរបស់លោកប្រុសឈានទៀតធ្វើបែបនេះហួសហេតុពេកហើយពុកនឹងយកចំនួនខ្លះទៅសុំទោសគេព្រមទាំងទូទាត់បំណុលទាំងនោះរបស់លោកប្រុសឈានផងសុំទោសលឺឆាន់ត្រូវត្រួតត្រាភូមិគ្រឹះនេះទៅតែ20ឆ្នាំសោះក៏លួចផ្ទេរដីធ្លីនឹងតូបលក់ដូរមកជាឈ្មោះខ្លួនឯងប៉ុន្តែលោកពុកបែរជាទៅសុំទោសនាងទៅវិញត្រកូលឈានមានគុណលើភូមិគ្រឹះយើងការលោកតាស្លាប់បានផ្ដាំហើយផ្ដាំទៀតលោកតាឲ្យប្រព្រឹត្តល្អចំពោះត្រកូលឈានមិនមែនឲ្យពួកគេមកជំរិតជញ្ជក់ឈាមភូមិគ្រឹះយើងទេបើលោកពុកទៅសុំទោសដល់ភូមិគ្រឹះឈានតាទុកមុខកូនណៃណាចុះទុកគិតយកភូមិគ្រឹះយើងណៃណារឿងនេះកូនមិនយល់ទេក្រោយក្នុងត្រកូលឈានគឺត្រកូលឡៃហើយក្រោយក្នុងត្រកូលឡៃគឺមានអំណាចក្នុងរាជសំណាក់យើងទល់មិនឈ្នះគេទេយោពងបើលោកពុកចង់ទៅក៏ទៅចុះកូនទៅជាមួយលោកពុកកូនចង់ឃើញនឹងភ្នែកថាត្រកូលឈានប្រព្រឹត្តចំពោះលោកពុកយ៉ាងណាអូលោកម្ចាស់ហៅតាមមករកអ្វីដែរលោកស្រីកូនស្រីខ្ញុំនៅក្មេងកំហឹងជ្រុលកោបានប្រមាថដល់លោកស្រីនិងលោកប្រុសឈានថ្ងៃនេះខ្ញុំបានរៀបចំចំនួនបន្តិចបន្តួចមកសុំទោសដល់ផ្ទះលោកម្ចាស់កូនស្រីច្បងរបស់លោកម្ចាស់ជាប្រមាថកូនប្រុសខ្ញុំនៅកណ្ដាលវាថែមទាំងដកហូតសោគ្រប់គ្រងផ្ទះរបស់ខ្ញុំទៀតនំចំណីប៉ុណ្ណឹងចង់មកសុំទោសហឺគឺនាងនឹងហើយដែលប្រកាសមិនទទួលស្គាល់បំណុលខ្ញុំនៅមុខគេឯងធ្វើឲ្យខ្ញុំបាត់បង់មុខមាត់អស់រលីងនៅក្នុងរាជធានីយករបស់ប៉ុណ្ណឹងមកដោះស្រាយស្មានតែដេញស្មុំយិកគឺចុះលោកស្រីគិតថាគួរតែសងជំងឺចិត្តយ៉ាងណាញីទេទី1ត្រូវប្រគល់សោគ្រប់គ្រងផ្ទះមកឲ្យខ្ញុំវិញទី2ទុក5មួយកន្លែងនៅខាងកើតក្រុងរបស់ភូមិគ្រឹះហៅត្រូវផ្ទេរមកជាឈ្មោះសៀនទី3យ៉ាងយិងហងត្រូវតែសុំទោសកូនប្រុសខ្ញុំនៅចំពោះមុខមនុស្សគ្រប់គ្នានិយាយចប់នៅអញ្ចឹងខ្ញុំប្រាប់ឲ្យដឹងសោគ្រប់គ្រងផ្ទះមិនឲ្យតូបលក់ដូរក៏មិនឲ្យការសុំទោសក៏គ្មានដែរលើកលែងតែកូនប្រុសលោកស្រីលុតជង្គង់សុំទោសអូនស្រីខ្ញុំលោកម្ចាស់ឮដែរទេនេះជាកូនស្រីដ៏ល្អដែលលោកម្ចាស់ប្រដៅមកមែនទេឈប់និយាយទៅលោកពុកឃើញនៅលោកពុកបន្ទាបខ្លួនប៉ុន្តែពួកគេរឹតតែបានចិត្តតើលោកពុកនៅតែចង់សុំទោសទៀតឬឆាន់ថៅត្រកូលឈានរបស់អញរស់នៅក្នុងភូមិគ្រឹះហៅស៊ីបាយអង្គភូមិគ្រឹះហៅចាយប្រាក់កាសរបស់ភូមិគ្រឹះហៅម្ហូបអាហារនិងការរស់នៅរបស់ពួកឯងតើមានអ្វីខ្លះដែលមិនមែនភូមិគ្រឹះផ្ដល់ឲ្យអញបានចិត្តណាស់យករបស់ភូមិគ្រឹះយើងហើយនៅរអ៊ូថាយើងឲ្យតិចទៀតខ្ញុំដកហូតសវិញគឺទុកមុខឲ្យអញហើយបើអញមិនត្រូវការមុខមាត់ទេខ្ញុំក៏មិនបាច់ទុកឲ្យដែរអញចាំមើលចុះខ្ញុំនឹងទៅឲ្យចាស់ទុំក្នុងត្រកូលជួយកាត់សេចក្តីឥឡូវនេះទៅរកចុះខ្ញុំរងចាំលោកពុកយើងត្រឡប់ទៅផ្ទះវិញបងស្រីបងពិតជាចង់រឹបអូសយកផ្ទះត្រកូលឈិនមែនឬមិនមែនជាផ្ទះត្រកូលឈិនទេគឺជាផ្ទះរបស់ភូមិគ្រឹះហៅត្រកូលឈិន3ជំនាន់មកហើយដែលរស់នៅក្នុងផ្ទះនៅផ្លូវខាងក្រោយភូមិគ្រឹះយើងមិនដែលបងថ្លៃឈ្នួលមួយកាក់មួយសេនឡើយក្រោយមកថែមទាំងបដូរឈ្មោះប្លង់ផ្ទះទៅជាឈ្មោះត្រកូលឈិនទៀតហើយដីស្រែ200 នៅឆេងយ៉ូនោះក៏ជាទ្រព្យសម្បត្តិរបស់ភូមិគ្រឹះ Marquis ដែរឥឡូវបែរជាស្ថិតក្រោមឈ្មោះ Shen Hong Yuan ទាំងអស់ប៉ុន្តែបងស្រីត្រកូល Shen តែងតែប្រាប់អ្នកក្រៅថានេះជាអំណោយដែលហើយបានប្រគល់ឲ្យទោះជាអំណោយក៏ត្រូវតែមានកិច្ចសន្យាដែរខ្ញុំបានពិនិត្យមើលហើយឯកសារផ្ទេរកម្មសិទ្ធិដីធ្លីនឹងផ្ទះទាំងនេះគ្មានត្រានិយមឬហត្ថលេខាផ្ទាល់របស់ហើយទេគឺលីឆាន់ទៅជាអ្នកចុះហត្ថលេខាជំនួសទាំងអស់មនុស្សក្រៅដូចជានាងគ្មានសិទ្ធិចុះហត្ថលេខាប្រគល់ដីជំនួសភូមិគ្រឹះទេវ៉ាន់ស៊ីជួយសរសេរលិខិតមួយច្បាប់មកទុកពេលឲ្យ3ថ្ងៃឲ្យត្រកូល Shen រើចេញពីផ្ទះនៅផ្លូវខាងក្រោយភូមិគ្រឹះចំណែកដី200 នៅឆេងយ៉ូចាប់ពីខែក្រោយភូមិគ្រឹះនឹងដកហូតយកវិញអ្នកម៉ាក់តើមានសរសេរអ្វីនៅលើញ៉ឹងយ៉ាន់ជីងហងឲ្យពួកយើងរើចេញពីផ្ទះនេះក្នុងរយៈពេល3ថ្ងៃថែមទាំងនិយាយថាដី200 នៅឆេងយ៉ូនោះនឹងត្រូវភូមិគ្រឹះដកហូតយកវិញចាប់ពីខែក្រោយនាងហ៊ានផងខ្ញុំនឹងទៅជួបពួកចាស់ទុំកុំប្រញាប់បណ្ដោយឲ្យនាងឡូឡាទៅចាំមើលថានាងកែវកាច់យ៉ាងនេះតើអាចបញ្ចប់រឿងដោយរបៀបណាប្រញាប់ទៅតាក់ទងពួកចាស់ទុំក្នុងត្រកូលភ្លាមលោកហើយមើលកូនស្រីដែលលោកប្រដៅមកចុះត្រកូល Shen មានគុណសង្គ្រោះជីវិតត្រកូលយ៉ាងណារាប់អានគ្នាយ៉ាងល្អជាច្រើនចំនួនមកហើយឥឡូវអ្នកនាងធំដំបងដណ្ដើមអំណាចគ្រប់គ្រងផ្ទះហើយឥឡូវចង់ដកហូតផ្ទះនឹងដីធ្លីទៀតបើរឿងនេះលេចជឿទៅខាងក្រៅតើអ្នកក្រៅគិតយ៉ាងណាពាក្យថាត្រកូលយ៉ាងរំលឹកគុណរំលងគុណតើលោកទូចទទួលរ៉ាប់រងរួចទេលោកចាស់ទុំសុំកុំខឹងអីកូនស្រីខ្ញុំនៅក្មេងមិនទាន់ដឹងអីទេត្រឡប់ទៅវិញខ្ញុំនឹងប្រដៅនាងឲ្យបានល្អឥឡូវនាងជាអ្នកកាន់បញ្ជីកណេរបស់ភូមិគ្រឹះ
ตาលោកអាចប្រដៅនាងបានទេលោកចាស់ទុំទាំងអស់ជួយផ្ដល់យុទ្ធធម៌ផងសិនជើងចាស់នៅភូមិគ្រឹះនេះរាប់សិបឆ្នាំមកហើយទោះគ្មានគុណសម្បត្តិក៏មានគុណបំណាច់ដែរអ្នកនាងធំត្រឡប់មកវិញមិនត្រឹមតែដេញខ្ញុំចេញទេថែមទាំងចង់ដកហូតផ្ទះសម្បែង3ចំនួនរបស់គ្រួសារសិនទៀតប្រសិនបើលោក Marquis ចាស់មានប្រលឹងនៅលើមេឃើញគេធ្វើបាបអ្នកមានគុណបែបនេះច្បាស់ជាដេកស្លាប់មិនបិទភ្នែកឡើយលោកហើយមិនមែនខ្ញុំចង់បន្ទោសលោកទេធ្វើជាឪពុកធ្វើខ្លួនទន់ជ្រាយពេកហើយបណ្ដោយឲ្យកូនស្រីជិះជាន់លើក្បាលបានយ៉ាងចេញហងទីនេះជាវិហារដូនតាត្រកូលយ៉ាងនោះស្រីជាន់ក្រោយគ្មានការកោះហៅហ៊ានចូលមកដោយចិត្តឯងគ្មានរបៀបរៀបរយសោះលីថាពួកលោកចាស់ទុំកំពុងប្រជុំរឿងលោកឪពុកខ្ញុំក៏មកមើលនាងមកបានល្អណាស់ហេតុអ្វីបានជាដណ្ដើមយកកូនសោគ្រប់គ្រងផ្ទះពីលោកស្រីសិនហេតុអ្វីបានជាដេញត្រកូលសិនឲ្យរើចេញពីផ្ទះបើពួកលោកចាស់ទុំចង់ដឹងមូលហេតុអញ្ចឹងសូមអញ្ជើញមើលរបស់ទាំងនេះសិនទៅនេះជាបញ្ជីឈ្មោះដីធ្លីនិងហាងទំនិញជារបស់ភូមិគ្រឹះ Marquis ឯនេះវិញជាបញ្ជីទ្រព្យសម្បត្តិក្រោមឈ្មោះ Shen Zhen នៅពេលយកបញ្ជីទាំងពីរមកទៀងទាត់គ្នាដីធ្លីរបស់ភូមិគ្រឹះត្រូវបាត់បង់អស់70ឯហាងទំនិញនៅសល់តែ30ប៉ុណ្ណោះផ្នែកដែលបាត់បង់ទាំងប៉ុន្មានគឺចូលប៉ៅត្រកូល Shen ទាំងអស់ហើយនៅមានអាស្រ័យនេះមួយទៀត Shen Zhen ចំនួនបំណុលដែលជំពាក់ខាងក្រៅ3ខែចុងក្រោយនេះសរុបជាង900ដំឡឹងប្រាក់ទាំងអស់ត្រូវកត់ត្រាក្រោមឈ្មោះវិមាន Shen Bihao ប្រាក់ខែគាត់ម្នាក់ត្រឹមតែ5ដំឡឹងប៉ុណ្ណោះប៉ុន្តែបំណុលដែលគាត់ក្នុងបញ្ជីបែរជា900ដំឡឹងលោកតាមម្ចាស់ត្រកូលទាំងឡាយតើមានអ្នកមានគុណត្រកូលណាមកតបស្នងគុណបែបនេះទេប្រាក់ទាំងនោះគឺហួយយកមកសងបំណុលតាសើបើសងបំណុលអញ្ចឹងសូម Shen Fern យកលិខិតខ្ចីបុលមកបង្ហាញមើលតើខ្ចីនៅឆ្នាំណាខែណាខ្ចីចំនួនប៉ុន្មានការប្រាក់ប៉ុន្មានបើយកមកបង្ហាញមិនបានទេអញ្ចឹងខ្ញុំយកជំនួសឲ្យទាំងនេះជាឯកសារដើមដែលខ្ញុំឲ្យគេទៅស្រាវជ្រាវពីធនាគារលិខិតខ្ចីប្រាក់ដែល Shen Hong Yuan ជាអ្នកចាត់ចែងម្ចាស់បំណុលគឺ Wai Wan Shen នៃវិមាន Shen Chenghao អ្នកធានាគឺ Shen Hong Yuan ផ្ទាល់រាយអ្នកខ្ចីគឺវិមាន Shen Bihao ចំណុចចម្លែកគឺនៅត្រង់ណាខ្ចីលុយឲ្យវិមានហៅតែបែរជាប្រឆាំងត្រកូល Shen ទៅវិញទ្រព្យធានាមិនមែនជាទ្រព្យឲ្យបញ្ចាំរបស់ត្រកូល Shen ទេប៉ុន្តែបែរជាធ្លាក់មកក្នុងដៃត្រកូល Shen ទៅវិញ Shen ពន្យល់បញ្ជីមួយនេះប្រាប់ពួកលោកតាមម្ចាស់ត្រកូលទៅមើលខ្ញុំសូមប្រាប់រឿងមួយទៀតដល់អ្នករាល់គ្នាបន្ទាប់ពី Shen Hong Yuan ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុនបទល្មើសដែលគាត់ប្រព្រឹត្តគឺករណីលំការរដ្ឋានសំណងការពីចាប់ផ្ដើមដែលសម្រាប់មនុស្សអស់13នាក់ក្នុងគ្រោះថ្នាក់ពេលនោះអ្នកដែលលួចកាត់បន្ថយសម្ភារៈគឺ Shen Hong Yuan ប៉ុន្តែទោសកំហុសបែរជាទម្លាក់លើហើយទៅវិញនេះជាអ្វីដែលហៅថាអ្នកមានគុណលោកតាមម្ចាស់ត្រកូលទាំងឡាយថ្ងៃនេះខ្ញុំបានបង្ហាញភស្តុតាងទាំងអស់នៅចំពោះមុខពួកលោកទាំងសៀវភៅបញ្ជីកិច្ចសន្យានិងលិខិតខ្ចីបុលគ្រប់យ៉ាងសុទ្ធតែច្បាស់លាស់ទាំងអស់ប្រសិនបើពួកលោកយល់ថាខ្ញុំធ្វើមិនត្រូវឥឡូវនេះអាចនិយាយនៅចំពោះមុខអ្នករាល់គ្នាបានរឿងនេះខាងត្រកូលលែងលូកដៃទៀតហើយលឺចាំថាថ្ងៃកំណត់ចាក់ចេញពីភូមិគ្រឹះគឺមិនផ្លាស់ប្ដូរទេក្នុងរយៈពេល3ថ្ងៃត្រូវនាំកូនប្រុសចាក់ចេញទៅឯដីស្រែចាប់ពីខែក្រោយនឹងត្រូវដកហូតកន្លងមកខ្ញុំមិនប្រកាន់ទោសទេប៉ុន្តែចាប់ពីថ្ងៃនេះទៅបើត្រកូល Shen ហ៊ានយកឈ្មោះជាអ្នកមានគុណមកជិះជាន់វិមានហៅខ្ញុំនឹងមិនលើកលែងឲ្យឡើយលោកពុកពួកយើងត្រឡប់ទៅផ្ទះវិញក្រែងថាជាអ្នកមានគុណរបស់វិមានហៅតាហេតុអ្វីត្រូវគេដេញចេញបែបនេះលីថាបានគេបន្លំយកទ្រព្យសម្បត្តិវិមានហៅមិនទេត្រូវគេស្រាវជ្រាវឃើញទើបគ្មានមុខនៅបន្តទៀតបងស្រីពួកគាត់ពិតជាចាក់ចេញទៅហើយបងស្រីតើបងខ្លាចពួកគាត់សង្សឹកទេខ្លាចតែក៏ត្រូវតែធ្វើព្រោះបើមិនធ្វើទេពួកគាត់នឹងជិះជាន់លើក្បាលវិមានហៅរហូតចិត្តលោកខ្លួនរបស់មនុស្សខ្លះមិនចេះស្កប់ស្កល់ទេបើយើងថយមួយជំហានពួកគាត់នឹងរំកិលមក3ជំហានបើចង់មិនឲ្យពួកគាត់មកធ្វើបាបយើងទៀតមានតែដេញពួកគាត់ចេញទៅប៉ុណ្ណោះចាប់ពីពេលនេះទៅពុកសូមគោរពកូនហើយត្រកូល Shen ត្រូវគេដេញចេញហើយតែរឿងរ៉ាវមិនទាន់បញ្ចប់ទេ Shen Hong Yuan នៅជាប់គុក Lai Wan Shen កំពុងត្រូវគេស៊ើបអង្កេតនៅមានវាយម៉ូទៀតគេនឹងមិនព្រមបញ្ឈប់ដោយងាយឡើយប៉ុន្តែយ៉ាងណាក៏ដោយទីហ៊ានមកយកមេតបទៅទប់ទឹកមកយកដីទៅបិទចាប់ពីថ្ងៃនេះទៅគ្មាននរណាអាចមកជិះជាន់គ្រួសារមួយនេះបានទៀតឡើយលោកយាយខ្ញុំមកជម្រាបសួរលោកយាយឮថាជើបណ្ដេញត្រកូល Shen ចេញហើយមែនទេធ្វើបានល្អស្មានតែយាយបន្ទោសចៅមែនទេត្រកូល Shen ជិះជាន់ក្នុងភូមិគ្រឹះហៅនេះរាប់សិបឆ្នាំមកហើយយាយទ្រាំនឹងពួកវារាប់សិបឆ្នាំមកហើយមុនចិត្តស្លាប់ជីតារបស់ចៅប្រាប់ឲ្យរាប់អានត្រកូល Shen ឲ្យល្អប៉ុន្តែត្រកូល Shen ធ្វើបាបពួកយើងយ៉ាងម៉េចខ្លះពួកវាបិទជញ្ជក់ទ្រព្យសម្បត្តិភូមិគ្រឹះហៅរហូតអស់រលីងថែមទាំងបង្វឹកឪពុករបស់ចៅឲ្យក្លាយជាមនុស្សទន់ជ្រាយអសមត្ថភាពនៅក្នុងចិត្តរបស់យាយមានការជិះចាប់និងខឹងសម្បត្តិណាស់តែមិនអាចនិយាយចេញមកបានបើនាំនិយាយគេថាអបតញ្ញោបើមិននិយាយគឺត្រូវអង្គុយមើលភូមិគ្រឹះធ្លាក់ចុះរាល់ថ្ងៃចៅម្នាក់នេះបានធ្វើរឿងដែលយាយចង់ធ្វើតែមិនហ៊ានធ្វើមួយជីវិតនេះលោកយាយប៉ុន្មានឆ្នាំមកនេះលោកយាយលំបាកខ្លាំងហើយចៅត្រឡប់មកវិញយាយសប្បាយចិត្តណាស់ប៉ុន្តែយិងហងចៅត្រូវតែប្រយ័ត្នទោះបីជាដេញត្រកូល Shen ចេញហើយក៏ដោយតែភូមិគ្រឹះហៅនេះមានសត្រូវដ៏ធំមួយទៀតមិនមែនត្រកូលឡើយទេគឺគ្មានអ្នកបន្តវេនចែកដឹងហើយភូមិគ្រឹះហៅគ្មានកូនប្រុសទេមានតែចៅម្នាក់គត់នៅរាជធានីគ្រួសារជាច្រើនកំពុងប៉ងប្រាថ្នាតំណែងនិងទ្រព្យសម្បត្តិភូមិគ្រឹះហៅរងចាំតែពេលពួកយើងផុតពូជដើម្បីមកចែកទ្រព្យឲ្យគ្នាបើចៅទ្រាំមិនបានទេភូមិគ្រឹះហៅមុខជាដាច់ពូជដាច់ពងពិតប្រាកដហើយលោកយាយកុំបារម្ភឲ្យតែមានចៅនៅមួយថ្ងៃ
នឹងមិនបណ្ដោយឲ្យគេមកជិះជាន់បានឡើយស៊ឺមិននិយាយមិនខុសទេត្រកូលឈិនគ្រាន់តែជាបញ្ហាបន្តិចបន្តួចត្រកូលឡើយទៅជាគ្រោះថ្នាក់ដ៏ធំប៉ុន្តែវិបត្តិពិតប្រាកដរបស់ភូមិគ្រឹះគឺគ្មានអ្នកបន្តវេនបន្ទុករបស់ភូមិគ្រឹះហៅមួយនេះគឺចៅត្រូវតែរ៉ាប់រងហើយមិនមែនតែមួយគ្រាគឺត្រូវរ៉ាប់រងជារៀងរហូតលោកយាយនេះជាអ្វីទៅជាវត្ថុចាស់ដែលជីតារបស់ចៅបន្សល់ទុកគាត់គឺជាមេតបធំហ្សេនប៊ីកាពីមុនបានដឹកនាំតបទៅបោះជំរំការពារទីខាងជើងរយៈពេល20ឆ្នាំនេះសុទ្ធតែជាសម្បត្តិគ្រួសារដែលគាត់សរសេរនៅការពារព្រំដែនអសរនៅដដែលខ្យល់ព្រើនៅព្រំដែនខ្លាំងៗណាស់ពួកប្រយុទ្ធដូរជីវិតមិនឲ្យស្ត្រូវចូលមកខាងត្បូងបានឡើយតើនៅផ្ទះសុខសប្បាយទេអ្វីដែលជីតារបស់ចៅមានមោទនភាពបំផុតក្នុងជីវិតមិនមែនជាគោរមងារទេតែជាការការពារទីខាងជើងអស់រយៈពេល20ឆ្នាំមិនឲ្យពួកស្ត្រូវឈ្លានពានចូលមកដែនដីកណ្ដាលសំបីមួយជំហានប៉ុន្តែលើនេះវិញត្រកូលអភិជននៅរាជធានីពេលនិយាយដល់ភូមិគ្រឹះហ្សេនប៊ីហៅអ្វីដែលគេនឹកឃើញមិនមែនជាពាក្យហ្សេនប៊ីឡើយតែជាពាក្យថាពួកអសមត្ថភាពទៅវិញឪពុករបស់ចៅមិនហាក់ក្បាច់គុណមិនចូលកងទ័ពធ្វើឲ្យបាត់បង់កិត្តិយសដូនតាមមួយទំហឹងលោកយាយកិត្តិយសភូមិគ្រឹះហៅមិនមែនបាត់ហើយរើសមកវិញមិនបាននោះទេរឿងដែលលោកជីតាធ្វើបានកូនចៅចំនួនក្រោយក៏ធ្វើបានដូចគ្នាចៅស្រីម្នាក់នេះមុខមាត់មិនដូចឪពុកចៅទេតែបែរជាដូចលោកជីតារបស់ចៅទៅវិញចៅគឺជាចៅស្រីនៃត្រកូលយ៉ាន់ឬថានៅឯបណ្ឌិតសភាចៅបានវីបរោះមានធំម្នាក់ដួលដោយមួយដៃហ៊ានតាំងជាមួយត្រកូលឡើយថែមទាំងដេញបាវបំរើអាក្រក់ចេញពីផ្ទះទៀតផងគួរឲ្យខ្មាស់អ៊ីនណាស់ចៅគ្រាន់តែធ្វើអ្វីដែលគួរធ្វើប៉ុណ្ណោះល្អហាហាហាឪពុករបស់ចៅមានចរិតទន់ជ្រាយពេកតែចៅបែរជាមានភាពក្លាហានដូចលោកជីតាកាលពីមុនថ្ងៃនេះចៅមកទីនេះគឺចង់សុំការណែនាំមួយរឿងភូមិគ្រឹះម៉ាក់ឃ្វីសពេលនេះកំពុងធ្លាក់ចុះចៅចង់ស្រោចស្រង់គ្រួសារឡើងវិញមិនដឹងថាលោកមេតបចាស់មានការណែនាំអ្វីខ្លះពឹងលើការធ្វើជំនួញធ្វើស្រែចម្ការគឺគ្មានប្រយោជន៍ទេឬកូននៃត្រកូលយ៉ាន់របស់ចៅគឺនៅក្នុងកងទ័ពបើចៅអាចចូលកងទ័ពហើយសាងស្នាដៃចម្បាំងបានញាតិស័ក្តិរបស់ភូមិគ្រឹះនឹងមានអ្នកបន្តវេនវិការតែងតែយកចិត្តទុកដាក់លើការផ្ដល់ញាតិតាមស្នាដៃយោធាតើមនុស្សស្រីអាចចូលកងទ័ពបានទេក្នុងរាជការយើងមនុស្សស្រីចូលកងទ័ពមិនសូវមានច្រើនទេប៉ុន្តែមិនមែនគ្មានគំរូមុននោះឡើយកាលពីចការកៅសុងមានមេតបស្រីនិងមេតបមេម៉ាយស្រាប់ម្យ៉ាងទៀតចៅមិនមែនជាស្រីទូទៅដែលចូលកងទ័ពឡើយប៉ុន្តែចៅមិនមែននៅតែម្នាក់ឯងទេបើចៅចាក់ចេញទៅតើភូមិគ្រឹះគិតយ៉ាងម៉េចលោកពុកអ្នកម៉ែទ្រាំទ្រមិនរួចទេវ៉ាន់ឈូគ្មានអ្នកណាការពារឡើយទៅមិនបានទេយ៉ាងហោចណាស់ឥឡូវនេះទៅមិនបានទេបងស្រីជិងហងខាងត្រកូលមានបំរែបំរួលហើយចាស់ទុំក្នុងត្រកូលប៉ុន្មានអ្នកកំពុងពិភាក្សារឿងមួយជាឱកាសដែលភូមិគ្រឹះគ្មានប្រុសពេញវ័យជ្រើសរើសកូនចៅខ្សែស្រឡាយចំហៀងឲ្យស្នងងារជំនួសស្អីគេពួកគាត់ថាលោកពុកឯងទោះជាបានស្នងងារស័ក្តិប៉ុន្តែគ្មានអំណាចពិតប្រាកដហើយក៏គ្មានកូនប្រុសដែរភូមិគ្រឹះគ្មានអ្នកបន្តវេនឡើយតាមច្បាប់ត្រកូលករណីបែបនេះអាចឲ្យខាងត្រកូលជ្រើសរើសកូនចៅខ្សែចិត្តមកស្នងងារជំនួសបាននិយាយឲ្យចំទៅគឺចង់ដណ្ដើមយកងារស័ក្តិនឹងឯងអ្នកណាជាអ្នកផ្ដាំគំនិតចាស់ទុំទី3លោកតាទី3ដែលត្រូវបងវ៉ាចំពោះមុខលើកមុននឹងគាត់ដើរជិតស្និទ្ធជាមួយយមមុនណាដឹងហើយបន្តតាមដានទៀតទៅចង់ស្នងងារជំនួសមិនក៏ពួកគាត់ហ៊ានយ៉ាងនេះពួកគាត់ហ៊ានគឺដោយសារតែភូមិគ្រឹះយើងទន់ខ្សោយលោកពុកត្រកូលយ៉ាន់របស់យើងនៅក្នុងចំណោមសាច់ញាតិមនុស្សប៉ុន្មានអ្នកទៀតដែលនិយាយមានទម្ងន់បងប្អូនចំនួនជីតាកូនភាគច្រើនស្លាប់អស់ហើយជាពិសេសចាស់ទុំទី3ចៅប្រុសគាត់គឺស្ថិតក្នុងខ្សែជីដូនមួយជីតាកូនឆ្នាំនេះអាយុ19ឆ្នាំបើនិយាយពីរឿងស្នងងារជំនួសចៅប្រុសគាត់ត្រូវជាសាច់ញាតិជិតបំផុតអញ្ចឹងរឿងទាំងអស់នេះគឺត្រូវគេរៀបចំទុករួចជាស្រេចគ្រូសាសិនមានចាស់ទុំទី3នៅពីក្រោយចាស់ទុំទី3មានត្រកូលឡើយនៅពីក្រោយពួកគាត់មិនមែនចង់ដេញត្រកូលសិនចេញទេគឺចង់បានងារស័ក្តិនៃភូមិគ្រឹះនេះតើគួរបែបណាទៅវិញខ្លាចអីងារស័ក្តិនេះគឺជីតាប្រយុទ្ធកាប់ចាក់ដោយដៅយកមកបានមិនមែនពួកគាត់បើកប្រជុំហើយដណ្ដើមយកបានស្រួលនោះទេអ្នកណាថាមនុស្សស្រីមិនអាចការពារគ្រួសារបានលោកចាស់ទុំទាំងឡាយស្ថានភាពភូមិគ្រឹះ Gen B ពេលនេះយ៉ាងម៉េចដែរអ្នករាល់គ្នាបានឃើញហើយលោកម៉ាក់ឃ្វីសទុនខ្សោយគ្មានសមត្ថភាពទ្រព្យសម្បត្តិក្នុងភូមិគ្រឹះត្រូវត្រកូល Gen បោកប្រាស់អស់ហើយត្រូវពឹងលើក្មេងស្រីមកពីស្រែចម្ការម្នាក់មកទប់ទល់ប៉ុន្តែក្មេងស្រីនេះពូកែយ៉ាងណាក៏ដោយក៏នៅតែជាស្រីមិនអាចស្នងងារស័ក្តិបានទេភូមិគ្រឹះគ្មានកូនប្រុសសោះងារស័ក្តិនឹងត្រូវដាច់ពូជមិនខានតាមគំនិតខ្ញុំគួរតែប្រញាប់ជ្រើសរើសកូនចៅខ្សែចិត្តដែលមានអាយុច្រើនឲ្យកាន់កាប់ងារស័ក្តិបណ្ដោះអាសន្នទៅឯខាងលោកម៉ាក់ឃ្វីសអាចនិយាយស្ដាប់គ្នាយល់បានបើលោកមិនព្រមត្រកូលក៏អាចជ្រើសតាំងតាមច្បាប់ត្រកូលបានដែរត្រកូលអភិជនតាំងពីបុរាណមិនអាចព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនមកផ្ដាច់ខ្សែស្រឡាយត្រកូលបានទេចូលមកបងស្រីយើងហងខាងលោកចាស់ទុំទី3សម្រាប់ហើយដើមខែក្រោយនឹងបាត់ប្រជុំត្រកូលផ្លូវការដើម្បីលើកឡើងរឿងជំនួសតំណែងពួកគេចង់បង្ខំប៉ារបស់បងឲ្យបញ្ជាក់ចំហភ្លាមដើមខែក្រោយនៅសល់10ថ្ងៃទៀតតើយើងត្រូវធ្វើម៉េចទៅមិនបាច់ប្រើហិង្សាទេទប់ទល់នឹងពួកគេមិនអាចប្រើកណ្ដាប់ដៃបានទេត្រូវប្រើច្បាប់ទម្លាប់ឈៀវហ៊ីវទៅស៊ើប3រឿងទី1អត្ថបទពេញនៃច្បាប់ត្រកូលស្ដីពីការស្នងតំណែងបណ្ដោះអាសន្នមានន័យយ៉ាងណាចម្លងមកឲ្យខ្ញុំគ្រប់ពាក្យគ្រប់លប៉ះទី2នៅក្នុងត្រកូលមានចាស់ទុំណាខ្លះមិនត្រូវគ្នានឹងលោកចាស់ទុំទី3លោកចាស់ទុំទី3គាត់នឹងចៅប្រុសរបស់គាត់មានរឿងស្មោកគ្រោកអាក្រក់មើលអ្វីខ្លះអត់ខ្ញុំទៅចាត់ការឥឡូវនេះថ្ងៃនេះអញ្ជើញលោកចាស់ទុំទាំងអស់មកគឺដើម្បីពិភាក្សារឿងមួយពីមានលោកម៉ាក់ឃ្វីស Gen B កាន់តែធ្លាក់ចុះលោកម៉ាក់ឃ្វីសគ្មានអ្នកស្នងគ្មានកូនប្រុសស្នងត្រកូលខ្សែស្រឡាយពិបាកបន្តដើម្បីការពារត្រកូលយ៉ាន់មិនឲ្យដាច់ត្រូវជ្រើសតាំងយ៉ាន់យេងមេងជាតំណាងស្នងតំណែងបណ្ដោះអាសន្ន
ជំនួសការងារត្រកូលលោកចាស់ទុំទី3ខ្ញុំចាស់ម្នាក់នេះនៅរស់នៅឡើយមិនក៏ប្រញាប់ជ្រើសរើសអ្នកស្នងតំណែងឲ្យវិមានលោក Marquis ម្លេះលោកយាយយកច្រឡំហើយពួកយើងគ្រាន់តែគិតគូរពីអនាគតវិមានលោក Marquis ប៉ុណ្ណោះពួកលោកបារម្ភថាក្រោយមកគ្មានអ្នកស្នងឬមួយប្រញាប់ញាត់ចែកប្រុសខ្លួនឯងចូលមកលោកចាស់ទុំទាំងអស់ក្នុងការបើថ្ងៃនេះពិភាក្សាអំពីច្បាប់ត្រកូលអញ្ចឹងធ្វើតាមច្បាប់ត្រកូលទៅសូមសួរថាក្នុងច្បាប់ត្រកូលខប្រកាសស្តីពីការស្នងតំណែងបណ្ដោះអាសន្នថាដូចម្ដេចតាមច្បាប់ត្រកូលឪពុកស្លាប់កូនស្នងបងស្លាប់ប្អូនបន្តបើអ្នកទទួលតំណែងគ្មានកូនប្រុសអាចឲ្យត្រកូលជ្រើសតាំងកូនចៅប្រុសដែលគ្រប់អាយុមកជំនួសបណ្ដោះអាសន្នច្បាប់ត្រកូលនិយាយថាក៏គ្មានកូនប្រុសឪពុកខ្ញុំពិតជាគ្មានកូនប្រុសមែនប៉ុន្តែច្បាប់ត្រកូលធ្លាប់ចែងថាកូនស្រីមិនអាចស្នងតំណែងដែរឬទេមនុស្សស្រីស្នងតំណែងរាជការយើងមិនដែលធ្លាប់មានប្រវត្តិបែបនេះទេគំរូប្រវត្តិសាស្ត្រគឺបង្កើតឡើងដោយមនុស្សជីតារបស់ខ្ញុំយ៉ាងឆាវសិនកាលនោះដឹកនាំទ័ព 3000 នាក់ការពារច្រកប៊ីដេងនោះក៏ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានដែរកាលយ៉ោសុងនៃរាជវង្សយើងមានមេតបស្រីដឹកនាំទ័ពនោះក៏ជាប្រវត្តិសាស្ត្រដែរខ្ញុំយ៉ាន់ជេងហងឈរនៅទីនេះថ្ងៃនេះគឺដើម្បីធ្វើជាស្រី Marquis ដំបូងគេបង្អស់នៃវិមាននេះហើយខ្ញុំចង់ឲ្យលោកចាស់ទុំទី3បកស្រាយមួយរឿងចៅប្រុសរបស់លោកយ៉ាន់ជេងមិញស្និទ្ធស្នាលខ្លាំងជាមួយឡៃម៉ូនៃវិមានលោក Marquis ចឹងអ្វីដែលឡៃម៉ូនិងឪពុកបានធ្វើចំពោះវិមានលោក Marquis យើងលោកចាស់ទុំទាំងអស់សុទ្ធតែបានឃើញនឹងភ្នែកបើយ៉ាន់ជេងមិញស្នងតំណែងមែនទ្រព្យសម្បត្តិវិមាននេះមិនដូរទៅជាត្រកូលឡើយហើយទេលោកចាស់ទុំទាំងអស់ថ្ងៃនេះខ្ញុំនិយាយឲ្យចាស់ការតែម្ដងតំណែងរបស់វិមានលោក Marquis ចិនពីគឺជីតារបស់ខ្ញុំយកជីវិតទៅដោះដូរនៅលើសមរភូមិលោក Marquis នៅរស់នៅឡើយខ្ញុំយ៉ាន់ជេងហងក៏នៅរស់នៅឡើយគ្មានបញ្ហាថាគ្មានអ្នកស្នងតំណែងគឺនោះទេនរណាហ៊ាននិយាយរឿងជ្រើសមនុស្សចំនួនទៀតគឺចាត់ទុកជាស្ត្រូវនឹងភូមិគ្រឹះហូហើយមួយទៀតប៉ុន្មានឆ្នាំនេះភូមិគ្រឹះហូត្រូវត្រកូលសិននិងត្រកូលលីត្រូវរកគ្នាកែបស៊ីតើចាស់ទុំក្នុងត្រកូលធ្លាប់និយាយជួយភូមិគ្រឹះហូមួយម៉ាត់ទេបើគ្មានទេចាប់ពីពេលនេះទៅរឿងភូមិគ្រឹះហូមិនបាច់ឲ្យចាស់ទុំក្នុងត្រកូលរំខានចិត្តទេចាស់មេត្រកូលទី3លិខិតឆ្លើយឆ្លងរវាងចៅប្រុសលោកនិងលីម៉បខ្ញុំមានពី3ច្បាប់ក្នុងដៃចង់ឲ្យខ្ញុំអាននៅសាលាបុកបរោះទេចេញហុងសម្ដីកូននិយាយនៅសាលាបុកបរោះថ្ងៃនេះតើកូននិយាយមែនឬតើកូនចង់ធ្វើជាម្ចាស់ភូមិគ្រឹះស្រីមែនទេលោកពុកក្រៅពីកូនតើមាននរណាទៀតលោកពុកគ្មានកូនប្រុសទេភូមិគ្រឹះហូត្រូវការមនុស្សស្នងតំណែងក្នុងពេលគ្មានប្រុសអញ្ចឹងទុកឲ្យកូនធ្វើចុះមនុស្សស្រីឡើងកាន់តំណែងហូរាជការនេះមិនដែលធ្លាប់មានគំរូទេអញ្ចឹងកូននឹងធ្វើជាគំរូដំបូងពាក្យសម្ដីចេញហុងនិយាយនៅសាលាបុកបរោះថ្ងៃនេះជាពេលដែលម្ដាយសប្បាយចិត្តបំផុតក្នុងយូរឆ្នាំមកនេះម៉ាក់កុំយំអីទៅថ្ងៃមុខគ្មាននរណាហ៊ានមកធ្វើបាបពួកយើងទៀតទេកិត្តិយសលោកយាយទឹកភ្នែកម៉ាក់វិបត្តិសារីរបស់លោកពុកការពឹងផ្អែករបស់វ៉ាន់ជូផ្ទះនេះទោះជាទ្រុឌទ្រោមប៉ុន្តែទីបំផុតដូចជាផ្ទះមួយហើយបន្ទាប់ពីនេះត្រូវតែការពារផ្ទះមួយនេះការពារងារតំណែងការពារកិត្តិយសបងស្រីនេះជាដាវដែលលោកតាធ្លាប់ប្រើមែនហើយដាវនេះតាមលោកតាចំនួន20ឆ្នាំធ្លាប់ផឹកឈាមពូហូការពារច្រកព្រំដែនជើងលោកតាចៅស្រីគ្មានបងប្អូនប្រុសទេប៉ុន្តែចៅស្រីមានឈាមជ័ររបស់លោកតាមានដាវរបស់លោកតាប្រើដាវនេះការពារច្រកព្រំដែនជើងបាន20ឆ្នាំចៅស្រីនឹងមិនធ្វើឲ្យលោកតាខ្មាស់គេឡើយកញ្ញាធំយុនឮថានាងប្រយុទ្ធដួលត្រកូលសិនតែម្នាក់ឯងថែមទាំងអាចគ្រប់គ្រងពួកចាស់ទុំក្នុងសាលាបុកបរោះបានទៀតមនុស្សស្រីមិនចាញ់មនុស្សប្រុសទេជើងចាស់ម្នាក់នេះកោតសរសើរណាស់ខ្ញុំជាក្មេងគ្រាន់តែធ្វើរឿងដែលគួរធ្វើប៉ុណ្ណោះថ្ងៃនេះអញ្ជើញលោកឧត្តមសេនីយ៍ចាស់មកគឺចង់សុំយោបល់ព្រោះភូមិគ្រឹះហូឥឡូវត្រូវស្ដារឡើងវិញខ្ញុំចង់ចូលកងទ័ពដើម្បីស្ដារត្រកូលឡើងវិញតើខ្ញុំគួរចាប់ផ្ដើមពីណាទៅចង់ចូលកងទ័ពឬខ្ញុំមានផ្លូវមួយដាំនីតិខុរដូវឆ្នាំក្រោយរាជការនឹងបើកការប្រឡងយោធាបើមានសមត្ថភាពពិតប្រាកដត្រូវតែបង្កើតឈ្មោះល្បីក្នុងការប្រឡងយោធានោះត្រកូលយុនបានតំណែងហូដោយសារគុណសម្បត្តិយោធាបើចង់រក្សាតំណែងនេះវិធីល្អបំផុតគឺសាងស្នាដៃយោធាការប្រឡងយោធាមិនប្រកាន់ប្រុសស្រីទេមើលតែលើសមត្ថភាពពិតប៉ុណ្ណោះបើយកបានជ័យលាភីលេខ1ក្នុងការប្រឡងយោធាពេញទីក្រុងតើនរណាហ៊ាននិយាយថាភូមិគ្រឹះហូគ្មានមនុស្សស្នងទៀតអរគុណលោកឧត្តមសេនីយ៍ចាស់ដែលបានចំអល់បង្ហាញលោកតាចៅស្រីមិននៅពេញញោទេ18ឆ្នាំមិនដែលបានក្រាបសំពះលោកតាឡើយឥឡូវចៅត្រឡប់មកវិញហើយការក្រាបសំពះដែលជំពាក់លោកតាថ្ងៃនេះចៅមកសឹងវិញហើយចៅមិនយល់ថាហេតុអ្វីបានជាការនោះលោកតាបន្សល់ទុកបណ្ដាំរទៅឲ្យប្រព្រឹត្តល្អចំពោះត្រកូលសិនប៉ុន្តែចៅគិតថាចិត្តនៃរបស់លោកតាគឺចង់ឲ្យពួកគេស្គាល់គុណគូមិនមែនឲ្យពួកគេមកដណ្ដើមយកផ្ទះសម្បែងបែបនេះទេចៅចិត្តនឹងចូលរួមការប្រឡងប្រកួតក្បាច់គុណហើយបើសិនជាសំណាងល្អឈ្នះនឹងមកអុជធូបជូនលោកតាបើចាញ់ទេមិនចាញ់ដាច់ខាតបងស្រីសម្រាប់បន្តិចទៅមិនបាច់ទេប្រហែលជានៅសល់មិនដល់3ខែទៀតទេ
ពេលវេលាមិនច្រើនទេបងយេងហងវីស្រាដៃបន្តិចទៅនៅសមរភូមិតើត្រូវប្រណីដៃឲ្យអញទេមកប្រយុទ្ធទៀតប្រឡងក្បាច់គុណដណ្ដើមយកជ័យលាភីឯកនោះនឹងគ្មាននរណាហ៊ានប៉ងប្រាថ្នាតំណែងយុទ្ធរបស់ភូមិគ្រឹះហៅទៀតឡើយលោកតាបានប្រើដាវនេះការពារព្រំដែនជើង20ឆ្នាំហើយចៅនឹងមិនធ្វើឲ្យលោកតាខ្មាស់គេឡើយកញ្ញាម្នាក់នេះជានរណាហេតុអ្វីបានជាមកប្រឡងក្បាច់គុណដែរមិនដឹងទេនាងគឺជាអ្នកនាងធំយ៉ាន់ជេងហងនៃភូមិគ្រឹះយ៉ាន់ប៊ីហៅលើថាដាវមួយដៃអាចបាក់ដាំឈើប៉ុនមាត់ចាននិយាយអ៊ូតាមនុស្សស្រីដូចជានាងមានវិជ្ជាគុណពិតប្រាកដស្អីទៅវគ្គទី1លើកទម្ងន់យ៉ាន់ជេងហងនៃភូមិគ្រឹះយ៉ាន់ប៊ីហៅលើកថ្មទម្ងន់200ចិនផុតក្បាល3ដង្ហើមដកមិនកម្រើកចាប់ដើមជាប់វគ្គទី2បាញ់ធ្នូវគ្គទី3ប្រយុទ្ធនាងតូចសារភាពចាញ់ឥឡូវនេះនៅទាន់ពេលណាយ៉ាន់ជេងហងស្មានមិនដល់ថាមនុស្សស្រីដូចជាឯងអាចចូលដល់វគ្គផ្ដាច់ព្រាត់បានប៉ុន្តែខ្ញុំមិនប្រណីដៃឲ្យទេជ័យលាភីឯកាប្រឡងក្បាច់គុណយ៉ាន់ជេងហងនៃភូមិគ្រឹះយ៉ាន់ប៊ីហៅលោកតាលោកតាមើលឃើញទេយ៉ាន់ជេងហងនៃភូមិគ្រឹះយ៉ាន់ប៊ីហៅមនុស្សស្រីដណ្ដើមបានជ័យលាភីឯកផ្នែកក្បាច់គុណគឺជាមនុស្សដំបងគេបង្អស់ចាប់តាំងពីបង្កើតរាជវង្សមកលោកម្ចាស់យ៉ាន់មានវិញ្ញាណនៅលើមេឃប្រកាសជាអាចបិទភ្នែកចិត្តហើយព្រះអង្គសរសើរហួសហើយខ្ញុំម្ចាស់គ្រាន់តែស្នងបំណងប្រាថ្នារបស់បុព្វបុរសប៉ុណ្ណោះដូចដែលទ្រង់មានព្រះរាជចង្ការកញ្ញាយ៉ាន់ពិតជាស្ត្រីឆ្នាំមិនចាញ់បុរសគ្រាន់តែធ្វើបើបានជ័យលាភីឯកមានយស័ក្តិប៉ុន្តែបើចង់ដឹកនាំទ័ពចេញចម្បាំងនៅតែត្រូវសាងស្នាដៃក្នុងកងទ័ពសិនទូព្រះបង្គំយោធាអាចប្រគល់តំណែងមេបញ្ជាការរងដល់កញ្ញាយ៉ាន់ឲ្យចូលបម្រើក្នុងកងទ័ពការពារព្រំដែនជើងសមុទ្រតាមសំណើតែងតាំងយ៉ាន់ជេងហងជាមេបញ្ជាការរងថ្នាក់ទី6ឲ្យចូលបម្រើក្នុងកងទ័ពភ្លាមខ្ញុំម្ចាស់ទទួលព្រះរាជចង្ការសូមអរព្រះគុណហាជេងហងស្រាមួយកែវនេះពូជូនក្មួយពូកែជាងឪពុកក្មួយទៅទៀតបើគ្មានពូជួយមើលថែទេផ្ទះមួយនេះខ្ញុំក៏មិនអាចត្រត្រង់បានដល់សប្តាហ៍ថ្ងៃដែរខ្ញុំដណ្ដើមបានជ័យលាភីឯកមកវិញហើយប៉ុន្តែតំណែងនេះគឺគេឆេងយ៉ាងជាអ្នកស្នើគេជាមន្ត្រីស៊ីវិលម្នាក់ហេតុអ្វីត្រូវលូកដៃក្នុងការរៀបចំមនុស្សក្នុងកងទ័ពស្រីម្នាក់ធ្វើជាមេបញ្ជាការតូចចុះចៅហៃវីប្រហារនាងយ៉ាងម៉េចឬថានាងជាជើងឯកក្បាច់គុណនឹងនរណាដឹងថាបានមកដោយរបៀបណាពួកលោកសុទ្ធតែជាទាហានចាស់ក្នុងកងទ័ពមានបទពិសោធន៍ច្រើនជាងខ្ញុំទើបតែមកដល់ថ្មីតាមច្បាប់គួរតែបង្ហាញលទ្ធិចំពោះរាល់គ្នាជាមុនប៉ុន្តែថ្ងៃនេះខ្ញុំមិនចង់ធ្វើតាមច្បាប់ទេខ្ញុំនិយាយតែមួយរឿងគត់ខ្ញុំឈ្មោះយុនជេងហុងជាចៅស្រីនៃភូមិគ្រឹះចៅញីចិនពេលោកតាខ្ញុំយុនសៀវធានកាលនោះដឹកនាំទ័ព300អ្នកការពារច្រកទ្វារព្រំដែនខាងជើងលោកធ្លាប់ពោលថាទ័ពមិនសំខាន់លើច្រើនគឺលើពូកែមេទ័ពមិនសំខាន់លើអំណាចគឺលើទំនុកចិត្តមាននរណាយល់ថាខ្ញុំជាស្រីមិនសមធ្វើជាមេបញ្ជាការទេចេញមកមុខខ្ញុំមិនចាញ់នរណាម្នាក់ក្នុងចំណោមពួកលោកទេនរណាមិនសុខចិត្តអាចមកប្រយុទ្ធទល់មុខជាមួយខ្ញុំបានគ្រប់ពេលដុំថ្មទម្ងន់300ចិន
ខ្ញុំអាចលើកផុតក្បាលបាននរណាធ្វើបានដែរខ្ញុំឲ្យគេធ្វើជាគ្រូបង្វឹកមេបញ្ជាការយន្តពូកែវីតបមែនលើកមុនវីផ្ដួល3នាក់ម្នាក់ឯងទទួលស្គាល់នៅមេបញ្ជាការយន្តលោកគូអញ្ជើញទៅការិយាល័យកិច្ចការយោធាមេបញ្ជាការយន្តមួយខែនេះរស់នៅក្នុងកងទ័ពយ៉ាងម៉េចដែរថ្ងៃនេះខ្ញុំហៅនាងមកគឺដើម្បីឲ្យឱកាសនាងសាំងស្នាដៃព្រំដែនខាងជើងថ្មីនេះមិនស្ងប់ស្ងាត់ទេពួកកុលសម្ព័ន្ធហ៊ូតែងតែរំលោភបំពានព្រំដែនក្នុងរាជការមានគេស្នើឲ្យបញ្ជូនទ័ពស្រួចចូលជ្រៅទៅក្នុងវាលស្មៅកំទេចកុលសម្ព័ន្ធហ៊ូមួយចំនួនខ្ញុំក៏នឹកឃើញដល់នាងជាចៅស្រីរបស់លោកម្ចាស់ចាស់ស្គាល់ព្រំដែនខាងជើងច្បាស់ជាងមនុស្សទូទៅលើកនេះបើបានស្នាដៃគឺជានិមិត្តរូបស្នាដៃយោធាពិតប្រាកដមានប្រយោជន៍ទាំងចំពោះនាងនិងភូមិគ្រឹះលោកម្ចាស់ខ្ញុំគ្រាន់តែជាមេបញ្ជាការតូចម្នាក់បទពិសោធន៍នៅស្ទើរភារកិច្ចធំធេងបែបនេះខ្លាចថាមិនអាចទទួលរ៉ាប់រងបានខ្ញុំជឿជាក់លើនាងឱកាសកម្រមានណាស់ចូលជ្រៅទៅក្នុងវាលស្មៅកំទេចកុលសម្ព័ន្ធនេះច្បាស់ជាលពេចឲ្យតបឯកោទៅស្លាប់សោះគូឆាំងគឺឯងចេញក្បាច់ហើយតើបងស្រីចេញហុងទៅមិនបានទេគូឆាំងគឺបំណងចង់បានជីវិតបងដឹងប៉ុន្តែបាប់ដេសែកគេនឹងមានលេសនិយាយថាពូជពងសតកោយន្តកំសាក់ខ្លាចច្បាំងមិនសមនឹងតំណែងចៅញាទៅគឺទៅស្លាប់មិនទៅគឺឲ្យកំហុសដល់គេផែនការចំយ៉ាងល្អមើលអញ្ចឹងធ្វើម៉េចទៅជាងរងចាំទទួលក្បាច់ដោយអសកម្មមិនប្រៀបដូចជាដោះស្រាយតាមល្បិចគេទៅគេឲ្យបងចូលជ្រៅក្នុងវាលស្មៅបងនឹងចូលជ្រៅក្នុងវាលស្មៅឲ្យគេមើលប៉ុន្តែមិនមែនធ្វើតាមផ្លូវរបស់គេទេកុលសម្ព័ន្ធហ៊ូធំបំផុតនៅព្រំដែនខាងជើងឈ្មោះអ៊ូហានក្នុងកុលសម្ព័ន្ធមានក្រុមចង់ច្បាំងហើយក៏មានក្រុមចង់បានសន្តិភាពបើអាចសហការជាមួយក្រុមចង់បានសន្តិភាពការបំបីបំបាក់ពីខាងក្នុងមានប្រសិទ្ធភាពជាងការប៉ះទង្គិចផ្ទាល់បងស្រីជីនហុងមិនមែនតាក់ទងជាមួយពួកហ៊ូបានទេខ្ញុំគឺលោកម្ចាស់ហានចឹងតាមរយៈក្បួនជំនួញប៉េកាំងអាចតាក់ទងមនុស្សនៅខាងក្នុងពួកអ៊ូហានបានសៀវហ៊ូឯងទៅប្រាប់កងទ័ពជំនួសខ្ញុំបន្តិចខ្ញុំចង់ជ្រើសរើសមនុស្សមួយក្រុមទៅប៉េកាំងជាមួយខ្ញុំចុះឈ្មោះដោយស្ម័គ្រចិត្តមិនបង្ខំទេលក្ខខណ្ឌគឺមិនខ្លាចស្លាប់ចេះអត់ធ្មត់ពេលត្រឡប់មកវិញគុណសម្បត្តិគឺបានលើទាំងអស់គ្នាខ្ញុំយន្តជីងហុងមិនយកសំបីមួយកាក់លោកម្ចាស់គូមេតបតូចស្ម័គ្រចិត្តទៅទីខាងជើងតែមេតបតូចមានសំណុំពោពីយ៉ាងទី1ការចេញច្បាំងលើកនេះទុកឲ្យមេតបតូចជ្រើសរើសតបដោយខ្លួនឯងទី2មេតបតូចត្រូវការរាជសារបញ្ជាអនុញ្ញាតឲ្យមេតបតូចសម្រួលកិច្ចការនៅពេលកាំងទី3បន្ទាប់ពីមេតបតូចចេញដំណើរសូមលោកម្ចាស់កុំទាន់រីកាផែនការលម្អិតទៅរីកាក្រែងលេខឃ្លីកាលោកត្រូវការពេលយូរប៉ុណ្ណា3ខែល្អខ្ញុំឲ្យពេលលោក3ខែរាជសារបញ្ជានឹងផ្ញើជូនស្អែកនេះលោកឪពុកលោកទៅមិនបានទេពេលកាំងជាទឹកដីពោពេញដោយគ្រោះថ្នាក់ពុកខ្ញុំមិនមែនទៅតែម្នាក់ឯងទេខ្ញុំបានជ្រើសរើសកងទ័ពឆ្នាំ30នាក់ហើយខ្ញុំមិនមែនទៅប្រថុយជីវិតឥតប្រយោជន៍ទេខ្ញុំមានផែនការផ្ទាល់ខ្លួនការជីតាកូនចេញច្បាំងឪពុកធ្លាប់ស៊ូគាត់ថាខ្លាចស្លាប់ទេគាត់ថាស្លាប់លើសមរភូមិជាកាត់ប្រកិច្ចរបស់អ្នកក្លាហានទៅចុះយាយរងចាំចៅត្រឡប់មកវិញលោកយាយខ្ញុំប្រកាសជាត្រឡប់មកវិញបងស្រីបងត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពណាខ្ញុំបានរៀបចំស្បៀងស្ងួតខ្លះឲ្យបងទុកហូបតាមផ្លូវក្មេងល្ងងនៅផ្ទះមើលថែពុកម៉ែនិងលោកយាយឲ្យបានល្អជួយមើលថែផ្ទះជំនួសខ្ញុំកុំឲ្យនរណាមកធ្វើបាបនាងឲ្យសោះបងស្រីកុំបារម្ភអីនៅផ្ទះមានខ្ញុំហើយបងប្អូនទាំងអស់គ្នាស៊ីវេតើយើងត្រូវទៅណាពិតប្រាកដមិនទាន់ទៅប៉ះពួកអ៊ូហានទេដើរតាមព្រំដែនទៅខ្ញុំបានណាត់មនុស្សម្នាក់ហើយអ្នកនាងយន្តលោកម្ចាស់ហានពឹងខ្ញុំឲ្យយកសម្បត្តិមកជូនអ្នកនាងគូឆាំងកឹងចង់បានក្បាលពួកអ៊ូហានប៉ុន្តែអ្វីដែលខ្ញុំចង់បានមិនមែនជាគុណសម្បត្តិសង្គ្រាមទេគឺសន្តិភាពបើអាចបំបីបំបាក់ពួកអ៊ូហានពីខាងក្នុងបានវាមានប្រយោជន៍ជាងឈ្នះសង្គ្រាមទៅទៀតសៀវហ៊ូប្រាប់បងប្អូនទាំងអស់គ្នាផងព្រឹកស្អែកយើងចេញដំណើរទៅទីដៅភ្នំឡាងសានអធិរាជដាជើបានចាត់ចៅស្រីអំបូរយន្តដឹកនាំទ័ពទៅវិភាគខាងជើងអាយន្តចេញហុងនេះធ្លាប់ស្រាវជ្រាវទេគ្រាន់តែជានារីម្នាក់ប៉ុណ្ណោះជីតារបស់នាងយន្តសៀវធានកាលនោះពិតជាពូកែមែនតែអំបូរយន្តឥឡូវធ្លាក់ខ្លួនបាត់ទៅហើយក្មេងស្រីម្នាក់អាចធ្វើអ្វីកើតកុំមើលស្រាលសត្រូវឲ្យសោះយន្តចេញហុងធ្វើឲ្យក្រុងជីនឈឹងច្របូកច្របល់អស់ហើយសូម្បីតែលីវ៉ាន់សានក៏ចាញ់ដៃនាងដែរសម្រាប់នាងហើយយកក្បាលនាងមកជួបខ្ញុំ
ពេលកិច្ចការសម្រេចទីផ្សារព្រំដែនពេលកាន់ទុកឲ្យពួកឯងគ្រប់គ្រង3ឆ្នាំព្រមតាមនេះបងស្រីយិនហងខាងមុខ30លីមានពួកអ៊ូហួនពិសេសគឺមនុស្សរបស់ស្ដេចយូឆែនពួកវាក៏ហាក់ដូចជាកំពុងតាមរកពួកយើងដែរមើលទៅព័ត៌មានបានលេចធ្លីហើយជូបាឆាងដឹងថាពួកយើងមកដល់ហើយគួរតែដកថយទេដកថយមិនបានទេបើពួកយើងដកថយពួកវានឹងដេញតាមមនុស្ស30នាក់ប្រឈមមុខនឹងកុសសម្ព័ន្ធទាំងមូលគឺមានតែផ្លូវស្លាប់វិធីតែមួយគត់គឺត្រូវបង្កើនលបឿនទៅមុខទៅខាងកើតភ្នំឡែងឈិនស្វែងរកហ៊ីយ៉ាន់វៃតតែរកគាត់ឃើញមុនទើបពួកយើងមានផ្លូវរស់ត្រឹម30លីខាងក្រៅមានមនុស្សរបស់ស្ដេចយូឆែនតើធ្វើម៉េចនឹងវៀងផុតខាងលិចភ្នំឡែងឈិនមានប្រឡាយទឹកបុរាណមួយរីងស្ងួតច្រើនឆ្នាំមកហើយឆ្នេរទាំងសងខាងដុះព្រៃក្រាស់ពួកយើងចេញដំណើរយប់នេះវៀងតាមប្រឡាយទឹកចាស់នោះបើមិនត្រូវគេប្រទះឃើញខាន់ស្អែកនឹងទៅដល់ជំរំរបស់ហ៊ីយ៉ាន់វៃបើគេឃើញគឺត្រូវតែវាយទៅមានការបង្កប់កម្លាំងការប៉ះទង្គិចផ្ទាល់នឹងទម្លាយទីតាំងរបស់ពួកយើងវាមិនបានទេមានតែពួនចាញ់ក៏ហើយដេញតាមមនុស្សស្រីម្នាក់នាំមនុស្ស30នាក់ហ៊ានឆ្លងកាត់ទឹកដីទាំងមូលរបស់ស្ដេចយូឆែនមករកខ្ញុំតើឈួតឬក៏ល្ងងមិនមែនទាំងពីរខ្ញុំមកដើម្បីពិភាក្សាការសហការគិតថាខ្ញុំត្រូវការសហការជាមួយនាងស្ដេចយូឆែនឈប់ឆាំចង់លេបប្របាក់កុសសម្ព័ន្ធលោកមិនមែនទៅតែថ្ងៃនេះទេគេមានអ្នកក្បាលម៉ាស៊ីនជួយជ្រោមជ្រែងចំណែកលោកគ្មានទេបើពួកខ្ញុំមិនមកមិនយូរប៉ុន្មានទេគេនឹងយកលោកទៅថ្វាយចំពោះមុខខេនរបស់លោកដល់ពេលនោះអ្វីដែលកំទេចកុសសម្ព័ន្ធមិនមែនជាតបដេឆៅទេគឺជារបស់ជូបាឆាំទៅវិញទេខ្ញុំមិនវាយប្រហារកុសសម្ព័ន្ធរបស់លោកទេអ្វីដែលខ្ញុំចង់បានគឺសន្តិភាពតាមព្រំដែនប្រជាជនលោកមិនបាច់ធ្វើសង្គ្រាមទៀតឡើយជាការផ្លាស់ប្ដូរក្រុមអាជីវករលោកអាចធ្វើពាណិជ្ជកម្មតាមព្រំដែនបានហើយអ្វីដែលលោកត្រូវធ្វើគឺហាម5កូនចៅមិនឲ្យចុះទៅប្លន់នៅភាគខាងត្បូងទៀតចុះបើខ្ញុំមិនព្រមអញ្ចឹងខ្ញុំមានតែទៅរកជូបាឆាំវិញហើយហាគួរឲ្យចាប់អារម្មណ៍ណាស់ចៅស្រីរបស់យ៉ាន់ឆាវឈិនពិតជាមិនធម្មតាមែនល្អចូលរួមពិធីបុណ្យភ្នក់ភ្លើងយប់នេះចុះប្រែសមត្ថភាពបញ្ចុះបញ្ចូលប្រជាជនខ្ញុំទៅបើអាចបញ្ចុះបញ្ចូលពួកគេបានខ្ញុំនឹងជឿជាក់លើនាងពួកដេឆៅចង់ចរចាសន្តិភាពជាមួយពួកយើងឆ្លងកាត់ខ្ញុំសិនមកប្រកួតចម្បាប់បើខ្ញុំឈ្នះស្ដាប់ខ្ញុំនិយាយឲ្យចប់សិនបើខ្ញុំចាញ់ខ្ញុំនឹងត្រឡប់ទៅវិញភ្លាមដាច់ខាត់មិនមកទៀតទេខ្ញុំមិនមែនមកប្រកួតមើលថានរណាពូកែវីគ្នានោះទេអ្វីដែលខ្ញុំចង់ប្រាប់ពួកលោកគឺវាលស្មៃរបស់ពួកលោកចិញ្ចឹមគោចិញ្ចឹមជាមិនមែនចិញ្ចឹមអាវុធទេធ្វើសង្គ្រាមរាល់ឆ្នាំអ្នកស្លាប់គឺបងប្អូនរបស់ពួកលោកនិងប្រជារាស្ត្ររបស់ពួកខ្ញុំអ្នកឈ្នះបានអង្គុយលើរាជបល្ល័ង្កជនដែលចាញ់ត្រូវកប់នៅវាលរហស្ថានខ្ញុំមកមិនមែនដើម្បីបញ្ចុះបញ្ចូលឲ្យចុះចាញ់ឡើយគឺមកបញ្ចុះបញ្ចូលឲ្យជ្រើសរើសផ្លូវមួយទៀតដោយមិនបាច់ធ្វើសង្គ្រាមគោរពនឹងពេលរបស់ពួកលោកអាចយកទៅដោះដូរស្បៀងនៅផ្សារព្រំដែនដោះដូរយកសម្លៀកបំពាក់ឲ្យកូនអាចធំធាត់ឡើងមិនបាច់មកបាត់បង់ជីវិតលើក្នុងសេះឡើយវាលស្មៅនៅតែជារបស់ពួកលោកដដែលនគរដែលឆៅយើងមិនមកដណ្ដើមយកទេពាក្យនាងនិយាយពួកលោកបានរើសហើយធ្វើសង្គ្រាមរាប់សិបឆ្នាំមកនេះមនុស្សក្នុងកុលសម្ព័ន្ធស្លាប់អស់រាប់សែននាក់វាលស្មៅយើងមិនបានកាន់សំបីតែមួយទឹកចាប់ពីថ្ងៃនេះទៅកុលសម្ព័ន្ធហ៊ីយ៉ាឡៃរបស់ខ្ញុំមិនចុះទៅតំបន់ខាងត្បូងដើម្បីប្លន់ទៀតទេយ៉ាន់ជិងហងខ្ញុំជឿជាក់លើនាងមិនមែនជឿលើស្ដេចរបស់ពួកនាងនោះទេគឺជឿលើរូបនាងផ្ទាល់ថ្ងៃនេះពួកយើងស្បត់ជាសម្ព័ន្ធមិត្តដោយប្រើឈាមនៅមុខភ្នក់ភ្លើងនេះបើហ៊ានបំពេញកិច្ចសន្យានេះសូមឲ្យស្លាប់ក្រោមមុខដាវអាវុធបងស្រីយិងហងតើពួកយើងអាចរស់នៅដោយសន្តិវិធីជាមួយពួកវួនបានមែនឬគ្រាន់តែមួយផ្នែកប៉ុណ្ណោះហ៊ីយ៉ាន់វៃព្រមរលីទំនះព្រោះគេមានការត្រូវពឹងខ្ញុំប៉ុន្តែជូបាឆាងនឹងមិនព្រមទេហើយគេឆេងយិងក៏មិនព្រមដែរចុះបន្ទាប់ពីនេះបងស្រីមានគម្រោងធ្វើយ៉ាងណាយកការសន្យារបស់ហ៊ីយ៉ាន់វៃត្រឡប់ទៅរីកាវិញរងចាំរហូតដល់រីកាបានផលប្រយោជន៍ដែលបានមកពីផ្សារព្រំដែននោះសម្លេងរបស់ក្រុមអ្នកចង់បានសន្តិភាពនឹងកាន់តែខ្លាំងបងស្រីយិងហងគិតបានវែងឆ្ងាយមែនមិនមែនមកពីគិតឆ្ងាយទេគឺគ្រាន់តែមិនចង់ឲ្យមានមនុស្សស្លាប់ទៀតប៉ុណ្ណោះយ៉ាន់ជិងហងនាងបានអូសទាញមនុស្សរបស់ខ្ញុំហើយនៅគិតចង់ត្រឡប់ទៅវិញទាំងរស់ទៀតឬខ្ញុំនិងហ៊ីយ៉ាន់វៃបានស្បត់ជាសម្ព័ន្ធមិត្តនឹងគ្នាហើយព្រមព្រៀងបើកការជួញដូរតាមព្រំដែននេះជាផលប្រយោជន៍រវាងប្រទេសទាំងពីរប្រសិនបើមានការទាស់ចិត្តអាចទៅសួរមេដឹកនាំរបស់ពួកលោកបានមេដឹកនាំត្រូវនាងបញ្ចុះបញ្ចូលរួចហើយប៉ុន្តែខ្ញុំមិនព្រមដាច់ខាតថ្ងៃនេះគុំសង្ឃឹមថាអាចចាក់ចេញទាំងរស់ឲ្យសោះឈៀវហ៊ីវនាំបងប្អូនដកថយខ្ញុំជាអ្នកទប់ទល់នេះជាបញ្ជីយោធាដកថយយ៉ាន់ឈៀវីជំពាក់ជីវិតខ្ញុំមួយលោកម្ចាស់ហេនបុណ្យគុណលើកនេះខ្ញុំចងចាំទុកហើយ
ខ្ញុំម្ចាស់យ៉ាន់ជិងហុងទទួលរាជបញ្ជាទៅវាខាងជើងមិនបានធ្វើឲ្យបាត់បង់កិត្តិយសបានស្វាគមន៍សម្ព័ន្ធមិត្តជាមួយស្ដេចប្រាំងឆ្វេងហ៊ីវយ៉ាងម៉េចព្រមព្រៀងគ្នាមិនឈ្លានពានគ្នាទៅវិញទៅមកការជួញដូរតាមព្រំដែនលិខិតកិច្ចសន្យានេះសូមថ្វាយព្រះអង្គតុតយ៉ាន់ជិងហុងដំណើរលើកនេះនាំមនុស្សទៅតែ30នាក់ប៉ុណ្ណោះមិនខ្លាចស្លាប់ទេខ្លាចប៉ុន្តែខ្ញុំម្ចាស់ជាកូនចៅត្រកូលឈិនប៊ីហៅបើទោះជាស្លាប់ក៏ត្រូវស្លាប់នៅលើសមរភូមិភាគខាងជើងដែរល្អណាស់សូមជាកូនចៅត្រកូលឈិនប៊ីហៅមែនយ៉ាន់ជិងហុងមានគុណសម្បត្តិនៃការបង្ក្រាបទីខាងជើងការពារទឹកដីនិងប្រជាជនឲ្យបានសុខសាន្តជាមេតបដេញយួនថ្នាក់ទី5ប្រទានមាស1000តម្លឹងនិងសូត្រ100ដុំខ្ញុំម្ចាស់ទទួលរាជបញ្ជានិងសូមអរព្រះគុណចុងក្រោយក៏បានត្រឡប់មកវិញហើយម៉ាក់លុតជង្គង់នៅបន្ទប់ព្រះរាល់ថ្ងៃដើម្បីសូមព្រះប្រទានពរឲ្យកូនអ្នកម៉ាក់ខ្ញុំមិនអីទេចដារឹងមុំណាស់មិនងាយស្លាប់ទេលោកពុកកូនស្រីត្រឡប់មកវិញហើយព្រំដែនខាងជើងស្ងប់ស្ងាត់ហើយប៉ុន្តែស្រូវនៅក្នុងរាជសំណាក់នៅតែមានគេចាញ់ចេញលើកនេះសម្រាប់ខ្ញុំមិនបានលើកក្រោយតើគេនឹងធ្វើអ្វីទៀតមិនថាប្រើល្បិចអ្វីខ្ញុំទទួលទាំងអស់បងស្រីខៃហុងមានការប្រែប្រួលហើយចាស់ទុំទី3បានត្រូវរកជាមួយចាស់ទុំប៉ុន្មានអ្នកទៀតចង់ជាឱកាសពេលអវត្តមានដើម្បីលើកពីរឿងស្នងតំណែងឡើងវិញគេចាញ់ចិនបានស្នើទៅក្រសួងសឹកឲ្យបញ្ជូនលោកស្រីទៅព្រំដែនខាងជើងដីកាបញ្ជាបានធ្លាក់មកហើយពួកគេសហការគ្នាដើម្បីដេញលោកស្រីចេញអស់រយៈពេល3ឆ្នាំល្បិចនេះទៀតហើយអើកៅជួយប្រាប់ទៅលោកហែនផងថាខ្ញុំមានកាដូធំមួយចង់ជូនគាត់លោកខាទីបំផុតខ្ញុំចាប់កន្ទុយកញ្ជ្រោងរបស់លោកបានហើយយ៉ាន់ជិងហុងកានោះនៅជើងភ្នំឡែងសិនបណ្ដោយឲ្យរួចខ្លួនលើកនេះខ្ញុំនឹងយកក្បាលមកសែនកានោះមានតប1000នាក់ប៉ុន្តែមិនអាចសម្រាប់ខ្ញុំបានថ្ងៃនេះខ្ញុំនាំតប5000នាក់តើអាចធ្វើអ្វីខ្ញុំបានសម្រាប់ខ្ញុំទៅខ្ញុំជួបមកមិនអង្វរសុំក្តីមេត្តាដូចមនុស្សស្រីទេកាលនោះតើនរណាបញ្ជាឲ្យមកស្ទាក់សម្រាប់ខ្ញុំនៅជើងភ្នំឡែងសិនមិនបាច់និយាយក៏ខ្ញុំដឹងថាជាគេឆេងចិនដែរខំលះបង់ជីវិតឲ្យគេច្រើនឆ្នាំយ៉ាងនេះចុងក្រោយគ្រាន់តែជាកូនអុកក៏ដោយលោកមេតបឈ្នះហើយប៉ុន្តែត្រូវប្រយ័ត្នខ្លួនលោកកើនោះសាហាវជាងខ្ញុំឆ្ងាយណាស់អរគុណដែលបានរំលឹកនាំខ្លួនចុះទៅយ៉ាន់ជិងហុងកាលពី3ឆ្នាំមុនមានមនុស្សតែ30នាក់បានចូលរួមសម្ព័ន្ធភាព3ឆ្នាំក្រោយមកដឹកនាំតបស្រួយ5000នាក់បង្ក្រាបក្រុមឈុំគុណសម្បត្តិបែបនេះគួរតែផ្ដល់រង្វាន់យ៉ាងណាព្រះអង្គគុណសម្បត្តិរបស់យ៉ាន់ជិងហុងមិនចាញ់លោកជីតាយ៉ាន់ឆាវសិនឡើយភូមិគ្រឹះយ៉ាន់ប៊ីហៅបានទទួលងារដោយសារគុណសម្បត្តិយោធាឥឡូវនេះបច្ឆាញាតិតកោយ៉ាន់បង្កើតជ័យជំនះម្ដងទៀតទូព្រះបង្គំយោធាគួរតែប្រគល់ងារហៅព្រះអង្គមនុស្សស្រីទទួលបានងារជាហៅរាជការយើងមិនដែលធ្លាប់មានគំរូពីមុនទេសូមព្រះអង្គពិចារណាឡើងវិញគំរូគឺមនុស្សជាអ្នកបង្កើតលោកជីតារបស់ខ្ញុំយ៉ាន់ឆាវសិនប្រាតប3000នាក់ការពារព្រំដែនខាងជើង20ឆ្នាំក៏ជាគំរូមួយដែរខ្ញុំយ៉ាន់ជិងហុងកំពុងឈរនៅទីនេះថ្ងៃនេះអាស្រ័យលើស្នាដៃយោធាមិនមែនលើត្រកូលទេព្រះចន្ទាយើងបានសម្រេចយ៉ាន់ជិងហុងទៅបង្ក្រាបព្រំដែនខាងជើងបូជាជាមស្រស់ការពារទឹកដីមានស្នាដៃដ៏អស្ចារ្យតែងតាំងយ៉ាន់ជិងហុងជាសិនប៊ីហៅស្នងតំណែងពីបុកបរោះការពារព្រំដែនខាងជើងដោយក្លាហានមនុស្សស្រីទទួលបានងារជាហៅជាប្រវត្តិសាស្ត្រដំបូងនៃរាជការនេះទូព្រះបង្គំទទួលរាជសារនិងសូមអរព្រះគុណជិងហុងធ្វើបានហើយពូកែជាងឪពុកទៅទៀតមិនមែនមកពីខ្ញុំពូកែទេគឺគ្រួសារមួយនេះចុងក្រោយបានរស់ឡើងវិញហើយលោកជីតាឃើញទេភូមិគ្រឹះហៅនៅតែមានចៅស្រីបានការពារគ្រួសារមួយនេះដោយដៃខ្លួនឯងយ៉ាន់ជិងហុងឆ្នាំនេះអាយុប៉ុន្មានហើយអាយុ22ឆ្នាំឯងជាហើយរបស់ទ្រង់តាំងពីបង្កើតរាជការនេះមកឯងគឺជាមនុស្សដំបូងគេដែលមានស្មោះត្រង់កូនចៅកូនសម្ព័ន្ធជាច្រើនកោតសរសើរភាពឆ្លាតវៃរបស់ឯងបានពឹងពាក់គេមកស៊ើបសួរចិត្តទ្រង់នៅក្នុងវាំងទ្រង់ចង់សួរថាតើមានមនុស្សក្នុងបេះដូងហើយឬនៅក្រាបទូលព្រះអង្គខ្ញុំម្ចាស់មិនទាន់គិតគូររឿងរៀបការទេអូហេតុអ្វីភូមិគ្រឹះហៅទើបតែចាប់ផ្ដើមល្អប្រសើរឡើងអ្វីគ្រប់យ៉ាងកំពុងរងចាំការស្ដារឡើងខ្ញុំម្ចាស់រៀបការទៅភូមិគ្រឹះហៅនឹងបាត់បង់សសរទៅទ្រង់ម្យ៉ាងទៀតបើស្រីរៀបការទៅតើគោរមងារនឹងទៅជាយ៉ាងណាខ្ញុំម្ចាស់គិតខំយ៉ាងខ្លាំងទើបតែរក្សាផ្ទះមួយនេះបានមិនចង់ឲ្យធ្លាក់ទៅក្នុងដៃអ្នកដទៃទៀតទេសូមព្រះអង្គអនុញ្ញាតឲ្យខ្ញុំម្ចាស់ចាត់ទុកភូមិគ្រឹះហៅជាសំខាន់ពិតជាក្មេងស្រីដែលមានការទទួលខុសត្រូវខ្ពស់ល្អណាស់ទ្រង់នឹងមិនបង្ខំឯងទេតែឯងត្រូវចាំថាឯងជាហួយដែលទ្រង់បានបំពាក់ងារដោយផ្ទាល់បើឯងមានរឿងលំបាកចិត្តអាចមកជួបទ្រង់បានគ្រប់ពេលអរព្រះគុណព្រះករុណាជាម្ចាស់បងស្រីអូននឹកថាថ្ងៃនេះព្រះអង្គបានសួរថាតើបងមានមនុស្សក្នុងចិត្តហើយឬនៅបងស្រីបងពិតជាមិនចង់រៀបការមែនឬមិនមែនមិនចង់ទេគឺឥឡូវនេះមិនអាចទេបើបងរៀបការទៅតើគោរមងារបានទៅអ្នកណាតើភូមិគ្រឹះហៅបានទៅអ្នកណាពួកមនុស្សនៅក្នុងរាជសំណាក់ចង់ឲ្យបងរៀបការចេញទៅណាបងមិនផ្ដល់ឱកាសឲ្យពួកគេទេចុះបងស្រីធ្លាប់មានស្រឡាញ់អ្នកណាម្នាក់នៅក្នុងចិត្តទេគ្មានទេយ៉ាងហោចណាស់ក៏ពេលនេះគ្មានដែរអាពាហ៍ពិពាហ៍របស់កញ្ញាសើសម្រេចលឿនម្ល៉េះមែនហើយលើថាកូនកំឡោះគឺនៅរាជធានីជាអ្នកប្រាជ្ញបណ្ឌិតម្នាក់នៅក្នុងរាជធានីមានអាកប្បកិរិយាទន់ភ្លន់និងជាមនុស្សស្មោះត្រង់បងស្រីថ្ងៃស្អែកអូនត្រូវចាក់ចេញហើយអរគុណបងសម្រាប់សម្ដីកាលពីពេលនោះ
បងនិយាយថាអូនមិនមែនជាកូនស្រីខ្លាំងខ្លាយទេតែជាប្អូនស្រីរបស់បងក្មេងងងអូនតែងតែជាប្អូនស្រីបើប្រុសម្នាក់នោះប្រព្រឹត្តមិនល្អចំពោះអូនអូនអាចត្រឡប់មកវិញបានគ្រប់ពេលភូមិគ្រឹះហៅគឺជាផ្ទះរបស់អូនជានិច្ចបងស្រីតើពេលណាទើបបងស្វែងរកម្នាក់សម្រាប់ខ្លួនឯងបើលោកប្រព្រឹត្តមិនល្អចំពោះនាងដាវរបស់ខ្ញុំនឹងទៅរកដល់ទ្វារផ្ទះលោកមិនខានលោកម្ចាស់ហៅកុំបារម្ភអីខ្ញុំពិតជានឹងប្រព្រឹត្តល្អចំពោះវ៉ាន់ឈូមិនខានចេញហងយាយចិត្តទៅជួបលោកតែងហើយយាយមានចិត្តស្ងប់ចិត្តណាស់ភូមិគ្រឹះហៅត្រូវរក្សាបានហើយឯងក៏បានឡើងជាហៅដែរគ្រូសាយ៉ាន់មានអ្នកបន្តវេនហើយលោកយាយកាលនោះលោកតាធ្លាប់និយាយថាកូនស្រីត្រកូលយ៉ាន់មិនចាញ់កូនប្រុសឡើយចៅគឺជាភស្តាងដ៏ល្អបំផុតលោកយាយបានចែកឋានទៅយ៉ាងស្ងប់ស្ងាត់ហើយខ្ញុំទៅរៀបចំបុណ្យសពវ៉ាន់ឈឺឯងនៅកំដុំម៉ែទៅលោកយាយបានចាក់ចេញទៅហើយចាប់ពីថ្ងៃនេះទៅគ្រួសារមួយនេះត្រូវពឹងលើខ្ញុំហើយមិនអាចដួលរំបានទេដាច់ខាត់មិនអាចលោកពុកលោកយាយទៅកំដរលោកពុកនិងលោកតាហើយភូមិគ្រឹះហៅនៅតែគង់វង្សគោរមងារនៅតែមានខ្សែស្រឡាយមិនទាន់ដាច់លោកម្ចាស់យ៉ាន់គ្រូកាច់នៅរាជធានីគួរឲ្យអបអរសាទរណាស់មិនដឹងថាលោកបានសួរនាំអ្នកទោសឃើញរឿងមិនគួរស៊ើបដឹងខ្លះដែរឬទេតើលោកម្ចាស់ចង់សម្ដៅលើរឿងអ្វីដូចជាតើឆាហ្វេចង់បាននិយាយអ្វីខ្លះថានរណានៅពីក្រោយខ្នងដែលគ្រប់គ្រងលោកម្ចាស់យ៉ាន់នៅក្នុងរាជសំណាក់រឿងខ្លះដឹងកាន់តែតិចរស់បានកាន់តែយូរឥឡូវលោកបានឡើងជា Marquis ហើយរស្មីចែងចាំងណាស់បើចេះស្គាល់ប្រមាណអនាគតពិតជាគ្មានដែនកំណត់តែបើចង់ស៊ើបប្រវត្តិចាស់មិនគួរស៊ើបក្រែងលោនាំទុកដល់ភូមិគ្រឹះហៅតើលោកម្ចាស់កំពុងគំរាមខ្ញុំឬគ្រាន់តែរំលឹកទេអរគុណលោកម្ចាស់ដែលបានរំលឹកខ្ញុំជើងកញ្ចាស់សុំលាមកជួបខ្ញុំគឺដើម្បីរឿងកេឆេងយ៉ាងមែនទេពិតមែនហើយលោកហែនខ្ញុំត្រូវដឹងថាមនុស្សម្នាក់នេះមានចម្រៅជ្រៅប៉ុណ្ណាឡៃវ៉ាន់ឈិនគ្រាន់តែជាឧបករណ៍បាំងមុខរបស់គេឈិនហងយួនរឹតតែជាកូនចាត់តាំងខាងក្រៅខ្ញុំសង្ស័យថាអ្នកចង់បានដីភូមិគ្រឹះហៅមិនមែនឡៃវ៉ាន់ឈិនទេគឺគេឆេងយ៉ាងដីនោះនៅភាគខាងជើងរាជធានីជាកន្លែងតែមួយគត់ដែលសមស្របនឹងសាងសង់ឃ្លាំងអាវុធបើគ្រប់គ្រងដីនោះបាននឹងអាចគ្រប់គ្រងខ្សែលោហិតស្បៀងអាវុធកងទ័ពរាជធានីលោកហែនបើខ្ញុំរកឃើញផុសតាងតើលោកហ៊ានទទួលយកទេហ៊ានយកមកខ្ញុំក៏ហ៊ានទទួលនេះជាអ្វីដែលខ្ញុំយកបានពីភូមិគ្រឹះខាងលិចរបស់គេឆេងយ៉ាងជាបញ្ជីសំណុកដែលឡៃវ៉ាន់ឈិនសូកប៉ាន់ជំនួសគេព្រមទាំងសម្បត្តិសម្ងាត់ផ្ញើជូនជូបាឆាវភុស្តាងទាំងនេះគ្រប់គ្រាន់នឹងកាត់ទោសប្រហារជីវិតគេបានក្រាបបង្គំទូព្រះអង្គទូព្រះបង្គំសូមប្តឹងចោទប្រកាន់មន្ត្រីយោធាគេឆេងយ៉ាងពីបទឧក្រិដ្ឋធំចំនួន3ទី1សំគំនិតជាមួយមេតបព្រំដែនរត់ពន្ធអាវុធទី2ឃុបឃិតជាមួយស្ត្រូវក្បត់ជាតិចាប់ដៃជាមួយស្ដេចក្រាញ់ស្ដាំជោបាឆាវនៃកោសម្ព័ន្ធវួនលេខឃ្លីការសម្ងាត់យោធាទី3ពុករលួយបំពេញច្បាប់ទទួលសំណុកយ៉ាងច្រើនសន្ធឹកសន្ធាប់ភុស្តាងមាននៅទីនេះសូមព្រះអង្គជ្រាបជាប្រមាណគេឆេងយ៉ាងតើឯងមានអ្វីត្រូវទៅវ៉ាទេទូព្រះបង្គំរងការចោទប្រកាន់អយុត្តិធម៌នេះជាការទម្លាក់កំហុសនេះជាសម្បត្តិសម្ងាត់សរសេរដោយដៃផ្ទាល់រវាងឯងនិងជូបាឆាវក្នុងសម្បត្តិក៏មានរៀបរាប់ពីការលួចធ្វើឃាតយ៉ាន់ជិងហងដែរតើត្រូវហៅយ៉ាន់ជិងហងមកតាំងចំពោះមុខទេទូព្រះបង្គំយ៉ាន់ជិងហងស្ម័គ្រចិត្តតាំងផ្ទាល់ជាមួយគេឆេងយ៉ាងទូព្រះបង្គំមានទោសព្រះអង្គទូព្រះបង្គំនៅមានពាក្យមួយឃ្លាទៀតលោកកែអំបញ្ញមិញលោកបានសារភាពរឿងក្បត់ជាតិនិងសារភាពរឿងពុករលួយហើយ
តែលោកមិនទាន់ទទួលស្គាល់ទេ18ឆ្នាំមុនលោកប្រើ Shen Hong Yuan ឲ្យលួចកាត់បន្ថយសម្ភារនៅការដ្ឋានភូមិគ្រឹះធ្វើឲ្យមនុស្ស13នាក់ស្លាប់ហើយទម្លាក់កំហុសមកលើខ្ញុំមនុស្ស13នាក់នោះម្នាក់សុទ្ធតែមានឈ្មោះ Wang Deu Shaoen ហើយម្នាក់ទៀតឈ្មោះ Yao Sai ម្ដាយចាស់របស់គេឆ្នាំនេះអាយុ83ឆ្នាំហើយរស់នៅជនបទតែម្នាក់ឯងអស់18ឆ្នាំរៀងរាល់បុណ្យឆេងមេងខ្ញុំតែងទៅសែនភ្នូឲ្យកូនគាត់មិនហ៊ានប្រាប់គាត់ថាខ្ញុំជានរណាព្រោះខ្ញុំកំពុងលីកំហុសដែលលោកទម្លាក់ឲ្យខ្ញុំគ្មានមុខមាត់នឹងនិយាយទេហើយមានទាំងយ៉ាងយីឡែនប្អូនថ្លៃស្រីរបស់ខ្ញុំនាងបានរកឃើញភស្តុតាងល្មើសរបស់លោកឲ្យ Lai Wanshen ប្រែកឆ្នាំនាងធ្វើឲ្យនាងស្លាប់នៅក្នុងគុកពេលនាងស្លាប់កូនស្រីខ្ញុំទៅតែគ្រប់ខែគំនុំនេះខ្ញុំទ្រាំលីអស់22ឆ្នាំនេះជាកំណត់ហេតុដែលប្អូនថ្លៃខ្ញុំសរសេរក្នុងគុកខ្ញុំលាក់វាក្នុងថតសម្ងាត់បន្ទប់ព្រះអស់22ឆ្នាំមិនដែលហ៊ានយកចេញមកទេព្រោះខ្ញុំមិនហ៊ានប៉ះពាល់លោកខ្លាចលោកកំទេចភូមិគ្រីស្ទទាំងស្រុងតែថ្ងៃនេះខ្ញុំលែងខ្លាចហើយកូនស្រីខ្ញុំឈរនៅទីនេះទាមទារយុត្តិធម៌22ឆ្នាំជំនួសខ្ញុំជាឪពុកមិនអាចបណ្ដោយឲ្យកូនរ៉ាប់រងតែម្នាក់ឯងទេគេឆេងយ៉ាងជីវិតមនុស្ស13នាក់នោះលោកជំពាក់អស់18ឆ្នាំជីវិតយ៉ាងយីឡិនលោកជំពាក់អស់22ឆ្នាំថ្ងៃនេះចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រចំពោះមុខមន្ត្រីរាជការទាំងអស់លោកត្រូវសង្វិញMarquis Yanbi ប៉ុន្មានឆ្នាំនេះលំបាកដល់លោកហើយគេឆេងយ៉ាងត្រូវប្រន្ទាទោសរួមគ្នាច្រើនបទល្មើសបន្ថែមទោសមួយកម្រិតទៀតរឹបអូសទ្រព្យសម្បត្តិទាំងស្រុងហើយបណ្ដេញទៅកងទ័ពព្រំដែនហាមត្រឡប់មកក្រុងរហូតទៅហានយ៉េងមានគុណសម្បត្តិក្នុងការស៊ើបអង្កេតឡើងតំណែងជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពយិនយេងហងលាតត្រដាងជន់ក្បត់មានចិត្តស្មោះត្រង់និងក្លាហានគួរឲ្យសរសើរទទួលបានតំណែងជាមេតបជានានថ្នាក់ទុតិយភូមិ Marquis Yanbi យ៉ាងឆងយួនទ្រាំទ្ររសាសិកមិនឲ្យខូចឈ្មោះបុកបរោះប្រទានមាស1000ដំឡឹងប្រទានខ្សែក្រវ៉ាត់មាសស្វាយព្រមទាំងដំឡើងបុណ្យស័ក្តិជាព្រះរាជគ្រូព្រះរាជយិត្តទូលព្រះបង្គំទទួលព្រះរាជជង្ការសូមអរព្រះគុណចេងហង Shen Hong Yuan Lai Wanshen គេឆេងយ៉ាងដួលម្នាក់ចូលម្នាក់កូនជាស្រីទ្រាំរ៉ាប់រងយូរយ៉ាងនេះស្រាមួយពេងនេះពុកសូមលើកជូនកូនស្រាមួយពេងនេះកូនរងចាំអស់6ឆ្នាំហើយគ្រោះថ្នាក់របស់ភូមិគ្រឹះចាប់ពីពេលនេះទៅគ្មាននរណាអាចយកពាក្យរំលោភគុណមកទម្លាក់កំហុសលើគ្រួសារនេះទៀតទេគ្រាន់តែស្ដាយលោកយាយរងចាំមិនទាន់ដល់ថ្ងៃនេះលោកយាយកំពុងមើលពីលើមេឃមកលោកយាយប្រកាសជារីករាយខ្លាំងណាស់អើពីពេលដែល Shen Hong Yuan ដួលរលំរហូតដល់ Lai Wanshen ត្រូវបានប្រន្ទាទោសនិងគេឆេងយ៉ាងត្រូវបានបណ្តេញចេញតើមានរយៈពេលប៉ុន្មានថ្ងៃ1047ថ្ងៃបងយិនហងតើរាប់រឿងនេះធ្វើអ្វីគ្មានអ្វីទេគ្រាន់តែចង់ចាំថា1047ថ្ងៃនេះឆ្លងកាត់ដោយរបៀបណាចាប់ពីថ្ងៃនេះទៅខ្ញុំចង់រស់នៅដើម្បីខ្លួនឯងមួយរយៈពេលមិនមែនជាយ៉ាន់ហើយមិនមែនជាមេតប Shenbi គឺត្រឹមជាយ៉ាន់ជិងហងគឺត្រឹមជាខ្លួនខ្ញុំផ្ទាល់Hunger ម៉ាក់កូនស្រីត្រឡប់មកវិញហើយកូនចាក់ចេញទៅច្រើនឆ្នាំយ៉ាងនេះម៉ាក់ទន្ទឹងរង់ចាំកូនត្រឡប់មកវិញរៀងរាល់ថ្ងៃតែខ្លាចកូនត្រឡប់មកវិញដែរខ្លាចថាកូនតតែរងទុក្ខបុកម្នេញទៅត្រឡប់មកវិញម៉ាក់កូនមិនបានរងទុក្ខទេកូនបានធ្វើជាមន្ត្រីហើយបានឡើងបុណ្យស័ក្តិកូនត្រឡប់មកលើកនេះគឺចង់ប្រាប់ម៉ាក់ថាចាប់ពីពេលនេះទៅម៉ាក់នឹងពុករើទៅរស់នៅរាជធានីទៅកូននឹងចិញ្ចឹមអ្នកទាំងពីរអស់មួយជីវិតម៉ាក់ទោះកូនទៅឆ្ងាយយ៉ាងណាក៏នៅតែជាកូនស្រីរបស់ម៉ាក់ដែរកូនម្នាក់នេះកាលកូនចាក់ចេញទៅមានអាយុទើបតែ18ឆ្នាំប៉ុណ្ណោះលីដាវដ៏ធំមួយស្ពាយបង្វិចមួយនិយាយថាគ្មាននរណាអាចធ្វើបាបកូនបានទេហើយដើរចេញទៅដោយមិនងាកក្រោយសោះបេះដូងម៉ាក់ខ្ទេចខ្ទាំអស់ហើយម៉ាក់ទោះកូនទៅឆ្ងាយយ៉ាងណាក៏នៅតែជាកូនស្រីរបស់ម៉ាក់ដែរម៉ាក់បានចិញ្ចឹមកូនអស់18ឆ្នាំគុណបំណាច់នេះកូនសងមួយជីវិតក៏មិនអស់ដែរ
ខ្ញុំតែងតែចង់សួររឿងមួយកាលពីមុនពេលដែលហងយើត្រូវបានគេយកទៅតើបងឆ្លងកាត់វាបានដោយរបៀបណាប៉ុន្មានឆ្នាំដំបូងខ្ញុំយកសពរៀងរាល់យប់យកសពឃើញគេលំបាកនៅជនបទយកសពឃើញគេហូបមិនឆ្អែតស្លៀកពាក់មិនកក់ក្ដៅក្រោយមកក៏មិនហ៊ានយកសពទៀតទេក៏បត់ខោអាវរបស់គេទុកក្រោមខ្នើយហិតក្លិនទឹកដោះគោជារៀងរាល់ថ្ងៃលុះក្រោយមកក្លិនទឹកដោះគោក៏បាត់អស់ទៀតខ្ញុំក៏ចាប់ផ្ដើមសូត្រធម៌ព្រះពោធិសត្វមានបន្ទូលថាឲ្យតែខ្ញុំសូត្រគ្រប់ 100000 ដងគឺអាចបដូរយកសុខសុវត្ថិភាពរបស់គេបានខ្ញុំមិនដឹងថាសូត្រគ្រប់ 100000 ដងនៅទេប៉ុន្តែគេបានត្រឡប់មកវិញហើយពីមុនខ្ញុំមិនហ៊ាននិយាយជាមួយនរណាទេខ្លាចនិយាយខុសនាំរឿងដល់ភូមិគ្រឹះហើយឥឡូវនេះលែងខ្លាចហើយកូនស្រីខ្ញុំជាយ៉ាន់ហើយតើខ្ញុំត្រូវខ្លាចអ្វីទៀតកូនមានម៉ាក់2នាក់ម្នាក់បង្កើតកូនម្នាក់ទៀតចិញ្ចឹមកូនពួកគាត់សុទ្ធតែផ្ដល់ជីវិតឲ្យកូនម្នាក់ជាខ្សែឈាមម្នាក់ជាការចិញ្ចឹមបីបាច់កូនជំពាក់គុណពួកគាត់ទាំងពីរមួយជីវិតនេះកូននឹងសងទាំងអស់លោកតាលោកយាយចៅស្រីមកសួរសុខទុក្ខលោកទាំងពីរហើយចៅស្រីមិនបានធ្វើឲ្យលោកតាខកបំណងទេលោកតាចៅស្រីមានរឿងក្នុងចិត្តចង់ប្រាប់លោកតាបណ្ដាំចុងក្រោយរបស់លោកតាគឺឲ្យប្រព្រឹត្តល្អចំពោះត្រកូលឈិនចៅស្រីបានធ្វើតាមហើយចៅស្រីមិនបានធ្វើបាបត្រកូលឈិនទេគ្រាន់តែឲ្យពួកគេដឹងថាការរាប់អានល្អគឺត្រូវកាត់ចេញពីសងខាងសូមវិញ្ញាណអខនលោកតានៅលើមេឃកុំបន្ទោសចៅស្រីអីក្បាលដែលបុកបរោះជំពាក់ពួកលោកគឺបានសំពះសឹងអស់ហើយផ្លូវដែលនៅសល់ខ្ញុំនឹងដើរដោយខ្លួនឯងពេលអាយុ18ឆ្នាំខ្ញុំបានកាន់ដាវធំដើរចូលភូមិគ្រឹះឈិនប៊ីហៅហើយបានធាក់បើកទ្វារធំដែលបិទជិតនោះដើម្បីស្រោចស្រង់គ្រួសារដែលចិត្តរលំរលាយឲ្យរស់ឡើងវិញពីក្នុងភពជ្រាំការបំពេញតួនាទីនឹងបន្តវេនទៅមុខទៀតទើបជារឿងពិបាកបំផុតខ្ញុំបានធ្វើជាមេតបហើយក៏បានធ្វើជា Marquis តាមពិតរឿងដែលខ្ញុំចង់ធ្វើបំផុតគឺធ្វើជាមនុស្សធម្មតាធ្វើស្រែចម្ការនិងដាំផ្កាមិនបាច់កាន់ដាវមិនបាច់ប្រយ័ត្នប្រយែងមនុស្សប៉ុន្តែជីវិតមិនអាចសមបំណងគ្រប់យ៉ាងបានទេពេលមិនសប្បាយចិត្តក៏ជិះសេះចេញមកបោមួយជុំជិះទៅដល់ជើងមេឃបោទៅក្រោមពកបោទៅតាមខ្យល់បោរហូតមានអារម្មណ៍ថាជាតិនេះរស់នៅមិនស្ដាយក្រោយបងស្រីយិងហងមានសម្បត្តិពីរាជការមកសួរថាពេលណានឹងត្រឡប់ទៅរាជធានីដើម្បីរាយការណ៍ការងារប្រាប់ពួកគេថាមិនប្រញាប់ទេទុកឲ្យខ្ញុំជិះសេះបោមួយជុំសិនចាំគិតយ៉ាន់ King Hong មានឈ្មោះដើមថា Sheng Wen King Hong ពេលអាយុ18ឆ្នាំបានត្រឡប់មកភូមិគ្រឹះឈិនប៊ីប្រើកម្លាំងខ្លួនឯងដើម្បីកម្ចាត់ជនខិលខូចនិងស្ដារគ្រួសារបង្ក្រាបសង្គ្រាមតាមព្រំដែនខ្លាចជានារីដំបូងគេដែលទទួលបានងារជាប្រវត្តិសាស្ត្រដំបូងក្នុងរាជវង្សនេះមួយជីវិតមិនដែលរៀបការចាត់ទុកភូមិគ្រឹះជាផ្ទះមនុស្សចំនួនក្រោយហៅនាងថាស្ត្រីដាច់ថែបឬ Marquis ខាងស្រីឈ្មោះរបស់នាងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រដែលចោលជាមួយភូមិគ្រឹះ Jen Bihao